នាងគឺជាមនុស្សស្រីស្អាតខ្លាំងណាស់ហើយជើងរបស់នាងឡើងសឡូនខ្ញុំនឹងទៅរកនាងឲ្យឃើញទូរស័ព្ទអីល្អម្ល៉េះទេលោកប៉ាកំពុងតែណាស់ខ្ញុំប្រាប់ខ្ញុំឲ្យរកប្រពន្ធទៀត3ឆ្នាំហើយ3ឆ្នាំទៀតខ្ញុំចង់នៅលីវល្អជាងហេតុអីក៏ត្រូវស្វែងរកប្រពន្ធហើយព្រះជាម្ចាស់ឲ្យផ្លាយដល់ហើយខ្ញុំត្រូវតែតាមរកឲ្យឃើញហើយសូមភ្ជាប់ពាក្យជាមួយនឹងនាងធ្វើជាប្រពន្ធឲ្យបានស៊ូចៃស៊ូជាងប៉ុនប្រពន្ធម្នាក់នេះបានស្លាប់ទៅហើយកុំកុហកខ្ញុំអសោះគ្មានផ្លូវទេខ្ញុំត្រូវតែប្រញាប់ទៅរកនាងខ្ញុំមិនខ្វល់ថាប្រពន្ធរបស់ខ្ញុំរត់ទៅជាមួយអ្នកណាទេខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយលាសិនហើយខ្ញុំរឿងសំខាន់ក្រែងគោលរបស់អ្នករៀបចំនៅសាលារៀនតាមមិនដែរទេម៉ោង 9:05 នាទីដល់ម៉ោងហើយខ្ញុំមានការសំខាន់នោះវាសំខាន់ប៉ុណ្ណាទៅអ្នករាល់គ្នាមកកំពុងតែសុំឲ្យលោកគ្រូជួយខ្ញុំចង់ឲ្យកូនប្រសាខ្ញុំមានផ្ទៃពោះម្ដងទៀតបាទមិនមានផ្ទៃពោះទេខ្ញុំមានរឿងសំខាន់ត្រូវទៅអ្នកមិញប្រញាប់ទៅជួបគ្រូពេទ្យទៅលោកគ្រូពេទ្យខ្ញុំខំតាដល់ចេញឈាមខ្ញុំមិនខ្លាចទៅជាមនុស្សលប់សតិមិនខានទេលោកគ្រូជួយខ្ញុំផងទៅអើយឃើញទេឃើញហើយចាច់ថ្មីរបស់លោកពូក៏ពោលតែចេញឈាមហើយប្រញាប់ទៅមន្ទីរពេទ្យទៅឆាប់ទៅលោកគ្រូតើអ្នកនឹងមានបញ្ហាអីខ្ញុំមានអាការៈក្តៅដល់ហើយលោកគ្រូម្ល៉េះទេដល់ម៉ោងសម្រាប់ហើយខ្ញុំទៅសិនហើយណាអ្នកទាំងអស់គ្នាដល់ម៉ោងសម្រាប់ហើយអ្នករាល់គ្នាដល់ម៉ោងទៅផ្ទះហើយដល់ម៉ោងទៅជួបគ្រូពេទ្យហើយអ្នកទាំងអស់គ្នាកំពុងធ្វើស្អីជាមួយនឹងជំនឿទាំងអស់នេះនោះកុំជឿច្រើនពេកអូលោកគ្រូឈប់សិនលោកគ្រូស្រមោលធម្មពលនេករីហោះអូយអើយតើមានតែហេតុអីទៅត្រូវចាំថាជាជំនឿក្នុងចិត្តរបស់យើងត្រូវចាំថាជាជំនឿក្នុងចិត្តរបស់យើងអូយជាម្ចាស់ហើយជាម្ចាស់លោកគ្រូហត់ទៅហើយលោកគ្រូហត់ទៅហើយខ្ញុំហត់ទៅហើយណែអើយណែព្រះជាម្ចាស់មើលពេលនេះគ្រីនៅទីនោះមើលទៅឆាប់មើលទៅណាហើយនេះគ្រីណែណានេះស្បាំគ្នាទៅហ្នឹងឯងម៉ែបាត់ទៅនោះតើមានអ្នកគ្រីហោះលើមេឃសេដ្ឋីក្រុមមិនជាគោលដៅសំខាន់ក្នុងផ្នែកសេដ្ឋកិច្ចសំខាន់ក្នុងតំបន់នេះទេទីផ្សារដែលមានតម្លៃថ្លៃជាងគេគឺទីផ្សារដែលមានប្រាក់រាប់លានអ្នកទាំងអស់គ្នាទីនេះគឺសាខាធនាគារទាំងនោះមែនទេពាណិជ្ជកម្មកំពូលដូចគ្នាហើយកំពុងតែប្រឈមមុខក្នុងការធ្លាក់ចុះមានបញ្ហាអីក្រុមហ៊ុនសុខគ្រប់កំពុងមានបញ្ហាធ្លាក់ចុះហ៎យើងត្រូវការប្រាក់ច្រើនណាស់ក្រៅទីផ្សារដំណើរការទៅរលូនហ៎អូនសន្យាថារៀបការនឹងបងនឹងជួយបងឥឡូវលីសាសូមបងគ្រប់ខ្លួនឯងខ្លះទៅអូនបាននិយាយថារៀបការជួយបងច្រើនដងហើយអូនមិនចូលចិត្តទៀតទេស៊ូស៊ីម៉ាធ្វើបងអាម៉ាស់ហើយមិនទេថាស្ទប់ឲ្យបានបងកំពុងធ្លាក់កូនមានតែយ៉ាងម៉េចទៀតទៅហ៎គឺវាដល់ទីបញ្ចប់ហើយមានអ្នកណាម្នាក់អាចជួយក្រាបពីបងបានទេហ៎អាចឆ្លៃណាស់ទៅភ្លើងជប់វិសាបានមកដល់ហើយជប់បារម្ភតទៅទៀតទៅអើយអាចឆ្លៃណាស់ហៀបបាត់ភ្លើងហ៎ជាណាមិនមកករឿងនៅទីនេះរៀននឹងលេខវាបានកំណត់ទៅហើយវាត្រូវរលីដោយសារតែលោកនៅទីនេះលោកដឹងរឿងនេះដែរមែនទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំមិនរត់អូឯងគិតថាឯងជាគ្រូពេទ្យមែនទេតែឯងដឹងថាពាណិជ្ជកម្មមានរឿងស្អីកើតឡើងឯងចេះដឹងពាណិជ្ជកម្មស្អីទៅឯងដឹងថាមានអ្វីកើតឡើងឯងចេះដឹងតែមែនទេគួរសមនេះឯងតែខ្ញុំផងស៊ូស៊ីអូនគាត់ត្រូវចំណាយនេះជួយជាមួយបងមកប្រាប់អូនអ្វីដែលអូននិយាយនឹងត្រូវរលីជាសំខាន់ទេនឹងត្រូវរលីមែនទេខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីនាងបើត្រូវរលីទៀតយ៉ាងម៉េចទៅរឿងរបស់ព្រះវាដូចជាងងុលពេកហើយនេះជាសតទៅតែនេះសម័យហើយដឹងទេនៅជារឿងឈួនឡប់នេះទៀតការពិតទៅកុំចេះដឹងមានអ្នកណាជឿទេព្រះអាទិត្យពិតជាមានមែនក៏ប៉ុន្តែអភូតហេតុវានឹងកើតឡើងតែតាមធ្វើឈួតស្អីហ្នឹងសូមមុននេះគ្រាយើងធ្លាក់ក្នុងគ្រោះថ្នាក់ជួបបំផ្លាញទៅ
ខ្ញុំគ្រាន់តែហាមគាត់ប៉ុន្តែការពិនវានៅតែជាការពិនអ្វីដែលកើតឡើងហើយមិនអាចប្រឆាំងបានទេគាត់បើអាត្រាលោកប្រាក់ធ្លាក់ចុះខ្លាំងណាស់ដូច្នេះឆាប់លើអស់នៅពេលនេះទៅមិនក្រែលោកថាជួយបានមិនត្រឹមតែជួយទីពេលនេះរលាអស់ហើយឯងពិតជាសរសៃប្រសាទមែនឯងគិតថាអ្នកមានបនចំមកលើភ្នំហើយទីត្រូវគ្រប់បែបយ៉ាងហើយតែមិនដែរទេលោកទីនេះមិនមែនជាលោកលេងខ្លាញ់ទេសូមចេញពីទីនេះទៅ3 2បានហើយឆាប់ចាក់ចេញចឹងទៅ1កំហុសនេះជារបស់គ្រួសារលីយើងមិនត្រូវការវិសាទេចេញទៅអូយវាធ្លាក់ទៀតពិតជាធ្លាក់មើលអូយពិតជាទីត្រូវវាអាចទៅរួចដល់របៀបណានៅព្រះអើយអាចជាក្រុមហ៊ុនរបស់យើងបានមើលចុះឃើញបាត់ទៅមិនអាចទៅរួចទេឯងឆាប់ទៅសាឡាឆាយទៅចាប់តើលើនេះភ្លាមសូមស្ថាបនាឡើងវិញអូយឡើងវិញមិនពិតជាព្រះជាម្ចាស់មិនព្រះជាម្ចាស់ជួយយើងហើយទៅហើយទៅឆាប់ទិញតាមដែលគេនិយាយទៅលោកស្រីស៊ូសមាគមមូស៊ីសុភាពបរោះពួកអ្នកទាំងអស់គ្នាต้องតែងគ្រប់ឡើងទៅមិនអាចទៅរួចទេពិតជាមិនអាចទៅរួចទេលោកជាអ្នកណាឈ្មោះរបស់ខ្ញុំពីលិនតាគូនឹងរបស់នាងលោកគឺជាមនុស្សដែលលោកតាកំពុងតាមរកមែនទេនឹងមានអ្នកទៀតទើបខ្ញុំនេះហើយឆាប់ឡើងទៅផ្ទះជាមួយខ្ញុំកុំទៅបងថាអស់ពីបេះដូងរបស់បងសិនទៅគេគ្រាន់តែវិញ្ញាណខ្មោចតែប៉ុណ្ណោះជាងគេព្រោះនៅទីនេះទៅប្រពន្ធរបស់យើងមិនត្រូវការមនុស្សសាមញ្ញដូចជាឯងទេប៉ុន្តែមកបែររសៀលថ្ងៃស្អែកអញចង់ខ្លាចជាមនុស្សឬក៏ឆ្កែអាចរាយឲ្យកំពុងមើលងាយយើងវិសៀនសុជីបុនអូនត្រូវតែចាំបងលោកតាខ្ញុំនៅបរិបទដែលលោកតាកំពុងរកមកហើយសុវណ្ណលោកតារបស់ឯងស្លាប់ហើយថាម៉េចលោកតាចាប់ដល់ខ្លួនលោកតាខ្ញុំខ្លាចតែលោកតាគាត់មិនដឹងខ្លួនទេសូមឲ្យលោកតាទៅតាមស្រួលទៅសូមឲ្យលោកតាទៅឲ្យបានស្ងប់ចុះលោកប៉ាសូមទៅបានស្ងប់ចុះសួរណាស់ហើយចង់មកនេះថាម៉េចលោកប៉ាយំតស្រាប់ទេមកគេយកកណ្ដាលគ្រប់គាត់អញ្ចឹងលោកបងឃើញទេលោកប៉ាមិនដឹងខ្លួន3 4ថ្ងៃទៅហើយខ្ញុំមិនចង់គាត់មានអារម្មណ៍មិនល្អចុះជាយ៉ាងណាគាត់នៅតែស្រាប់ទេលោកបងមិនឆាប់កាត់គោពីរឿងចែកទ្រព្យសម្បត្តិទៅសើជាងលោកតានៅរស់ទេអ្នកមានចង់ចែកទ្រព្យសម្បត្តិបាត់ទៅហើយហើយឆ្ងាយយើងជាច្បាយនៅផ្ទះនេះរឿងអីត្រូវតែយើងចេញនោះពងទៅលើស៊ូគ្រប់ច្រើនឆ្នាំហើយដំណាក់កាលនេះគឺដកដង្ហើមចុងក្រោយហើយស៊ូគ្រប់ជាពលិករបស់លោកតាខ្ញុំមិនអាចប្រកល់ទៅឲ្យអ្នកមានបានទេតែចាស់នេះស្លាប់ហើយឯងគ្មានផ្លូវទេគាត់ស្លាប់ទៅខ្ញុំជាអ្នកគ្រប់គ្រងឯងមិនអាចរៀបបានទេឲ្យវាមកកុំប្រឆាំងអីណាឆក់ឲ្យមកលោកប៉ាទៅបានសុខចុះថ្ងៃនេះខ្ញុំនៅទីនេះហើយគ្មានអ្នកណាអាចធ្វើឲ្យគាត់បានទេលោកតាមិនតន់ស្លាប់នៅឡើយទេបញ្ញាគ្រប់ណាសតធ្វើបញ្ញាចែកទ្រព្យសម្បត្តិធ្វើអញ្ចឹងដែលឆាប់ខ្លាំងណាស់តើឯងមានសេរីទៅមកជ្រៀតជ្រែកគ្រួសារស៊ូបាត់នេះខ្ញុំមិនជ្រៀតជ្រែកទេមិនណាប៉ះពាល់លោកតាមិនបានទេគាត់បានរៀបចំប្រព័ន្ធសម្បត្តិសម្បត្តិខ្ញុំរៀបចំហើយគាត់ជាប៉ាខ្ញុំណាលោកប៉ាគឺជាលេងតែនដែលលោកតាកំពុងតាមរកលេងតែនលោកជាលោកតាមែនទេមែនហើយសុសម្បុនខ្ញុំគិតថាឯងចាច់បោកគេហើយគេអាចជួយមនុស្សបានទេខ្ញុំជឿឯងបើឯងនិយាយការពិតនោះណានេះគឺជាល្បិចបោកប្រាស់របស់អ្នកសំទានទេនៅលើភ្នំចែកទៅដល់ទួយសោកតាំងតែចាស់នេះហ៎សិបុនពេលនេះឯងខ្លាចជាមនុស្សខកហើយកុំភ្លេចរឿងអាសាគេខ្ញុំមិនបានបោកប្រាស់ទេលោកនឹងបានដឹងនៅថ្ងៃស្អែកអញ្ចឹងចាំថ្ងៃស្អែកលោកអាចជួយលោកតាបានហើយខ្ញុំនឹងរៀបការជាមួយលោកកូនស្រីបន្តមកនេះក្រោយរៀបការលោកតាត្រូវវិទ្យាមខ្វាដល់កូនប្រុសដេរឆាមានភ្លើងកំហឹងនៅក្នុងចិត្តថប់ដង្ហើមដូចជាត្រូវថ្នាំអ្វីប្រដេប្រដាក់លោកប៉ាពិតជាអស់កម្លាំងហើយធ្លាក់ខ្លួនជឿមើលឯងមួយបង្កាច់យើងបែបនេះខ្ញុំមិនបាននិយាយថាអ្នកណាគាត់ប្រុសដេរឆាទេលោកកុំទទួលខ្លួនឯងបែបនេះអីនេះលោណាខ្ញុំមិនចង់កាច់ជាមួយឯងទេខ្ញុំចង់ឃើញថាឯងសន្យាគាត់ជាមួយឲ្យគេរសារទៅបានបង្កាច់ទេគ្រួសារខ្ញុំយកគាត់ទៅហើយខ្ញុំមកថ្ងៃស្អែកលោកជាបាក់គាត់ងាយណាលេងតែលោកធ្វើបានមែនទេអួតពេកកុំអានប្រញាប់អីនេះគ្រាន់តែវិធីព្យាបាលទេអ្នកចង់ធ្វើស្អីគឺត្រូវគាត់បានធ្វើត្រឹមសិនដូច្នេះតែមានសង្ឃឹមត្រូវតែធ្វើបែបនេះនេះមិនកាយបាយយើងចឹងលោកតាក៏បាក់ហើយឯងបាយល្អណាស់លោកតាអ្នកស៊ូទេណាជុំនិយាយពីឡើងស៊ូទៅលោកតានេះលោកប៉ាមិនអីទេលោកតាបាត់ធូរឲ្យមែនទេមិនអីទេមិនអីទេតាស៊ូតែខ្ចត់ទៅហើយដោយសារតែកូនប្រុសចម្រៃនេះឥឡូវនេះបានដល់រហ័សទៅហើយគឺមានអារម្មណ៍ថាបានទូសារហើយលោកតាគេម្នាក់នេះបានជួយសង្គ្រោះជីវិតលោកតាគេឈ្មោះហាសាខ្ញុំឈ្មោះលីនតែនហើយគេជាគូនឹងរបស់ចៅស្រីខ្ញុំបាទអូមែនហើយខ្ញុំពិតជាមើលមិនខុសទេខ្ញុំអរគុណណាស់ហើយបើមិនឆ្នេះទេខ្ញុំត្រូវអរគុណចម្រៃនេះសម្រាប់ខ្ញុំជាមិនខានទេចាំលោកជង្គង់សុំទៅប៉ាទៅអត់ទោះខ្ញុំតែជួយពលប៉ាឆាប់ជាអត់នៅបានហើយប៉ាគ្រាន់តែគេលក់យល់តែប៉ាបានស្លាប់លឺនឹងឯងនិយាយអស់ហើយចាំពីថ្ងៃនេះទៅយើងមិនមែនកូនប្រុសដូចឯងទេបណ្ដាទេលោកប៉ាខ្ញុំមិនដូចឆ្នេះទេអូយ៉ាឆាប់អូពួកគេចេញទៅបាទចាំអូពួកគេចេញទៅឆាប់ឡើងទៅមិនពិតទេលោកប៉ាមិនដូចឆ្នេះទេលោកប៉ាកុំធ្វើចឹងចៅបាទលោកតាចូលមកឯងពិតជាមានទេពកោសល្យខ្លាំងណាស់ណាសម្រាប់ឲ្យខ្ញុំចាប់ស្រីជាមួយឯងដូច្នេះខ្ញុំមានចាប់កោសល្យល្អហើយមានទេពកោសល្យទៀតផងខ្ញុំនឹងឲ្យស៊ីវុនឬការជាមួយនឹងឯងឥឡូវនេះណាយើងលើកឲ្យឯងទៅចុះឯងលើកការជាមួយនឹងគ្នាទៅណាលោកតាមិនលឿនពេកទេ
ធ្វើលឿនខ្លាំងម្ល៉េះខ្ញុំជួបគេលើកដំបូងតើមានរឿងអីទៅបានជាលឿនបែបនេះខ្ញុំមិនព្រមទេ មិនហើយប៉ាគេបានសង្គ្រោះជីវិតប៉ាពិតមែនប៉ុន្តែវាមិនត្រឹមត្រូវទេដែលប្រញាប់រៀបការនិយាយទៅប្រោះហើយត្រូវតែឆាប់រៀបការជាមួយនឹងតែនៅជប់នេះហើយគ្រួសារសុខរបស់យើងបានឡើងខ្ពស់ទៅដល់វិញហើយព្រះកំពុងប្រទានពរដល់គ្រួសារយើងយប់នេះគឺយប់ល្អហើយ លោកតា គុំបកកាយជាមួយតាយន្តរឯនឹងគេនៅក្នុងបន្ទប់នេះនៅយប់នេះចុះណាឯត្រូវតែនៅជាមួយគេហើយមើលថែគេបានល្អផងបាទ អូយហេតុអីក៏លោកនៅក្នុងបន្ទប់ខ្ញុំ បងជម្រាបរបស់អូនហេតុអីបងចូលបន្ទប់អូនមិនបានយ៉ាងទេមកធ្វើតាមលោកតាប្រាប់ទេអីធ្វើឲ្យមានភាពសង្ស័យយើងជាតែពីរនាក់ទៅ នេះគឺសម័យអីហើយខ្ញុំមិនតបជាប់ជាមួយលោកទេណាខ្ញុំសូមប្រាប់លោកអ្វីទៅចាស់ខ្ញុំព្រមរៀបការជាមួយនឹងលោកគ្រាន់តែជាការងារដើម្បីឲ្យលោកតាសប្បាយចិត្ត ហេតុអីមិនចាំបាច់ទេ ទី 1 អូនជាប្រពន្ធបងជម្រាបរបស់អូនមិនអាចបន្តបានទេទី2អូនមិនចង់បានទ្រព្យសម្បត្តិរបស់ផងហើយកុំចំណាយឱកាសរបស់បងឲ្យប្រយោជន៍ ខ្ញុំចង់បានទ្រព្យសម្បត្តិលោក ទី3បងចូលពេញមកហើយកុំឲ្យបងនៅរងចាំយូរពេក នេះលោក សុភីមេរីលោកស្រួលដល់ហើយលោកដូចជាជ្រុំអញ្ចឹងមិនអីទេខ្ញុំត្រូវធ្វើអ្វីតាមលោកតាប្រាប់ខ្ញុំជាមុនហើយគឺតាក់ទងជាមួយនឹងនាងខាងនេះបាទលោកហុងស៊ីនេះជាណាទៅដូចជាជ្រុលពេកហើយយើងរកចាំគេមែនទេបាត់មកលោកហុងស៊ីជាអ្នកកាន់សម្បត្តិសមាគមនេះគ្រីហើយពេលមកគេបានទេសូម្បីតែកូនក៏យើងខ្លាចដែរសូម្បីតែលោកម្ចាស់ទាំងពីរស៊ីងឡុងហើយនឹងខ្លាខ្មៅលោកម្ចាស់ខ្លាខ្មៅនិងខ្លាស៊ីងសីនោះក៏គ្រប់ពេកដែរតែកូនលីយើងមិនអាចនិយាយពីប្រាស់បានទេបរាបណាឲ្យគ្រាន់តែជាសំណក់របស់លោកស៊ីងយើងយកដល់ហើយហើយកំពុងធ្វើស្អីនៅទីនេះហើយនឹងខ្លាចជាសំណក់ម្ដងទៀតជាម្ខាងហើយឯងបើខ្លាំងម្ល៉េះចង់ចឹងឯងហ៊ាននេះបាត់ហើយបិទមាត់ទៅ3លឹកគុំលោកពូស៊ីក៏លីខ្ញុំនៅភ្នែកអបស្រីសុំធ្វើជាសំណក់របស់លោកហើយឯងពិតជាមកទីនេះដើម្បីធ្វើជាសំណក់មែនទេឯងយល់ថាខ្ញុំនិយាយត្រូវបងបែរទៅដល់ពេលហើយឯងមានតម្លៃត្រឹមតែធ្វើជាសំណក់របស់លោកចាស់ឆេងចេញតែឆ្ងាយទៅយើងនឹងសម្រាប់ឯងនេះហើយទេពួកយើងតែឥឡូវនេះមកនេះឲ្យឆាប់ឡើងមកជប់សិនទីនេះសមាគមអ្នកគ្រារបស់លោកម្ចាស់សេមនុស្សប្លែកបបណាចូលបានទេជួយទៅប្រាប់លោកម្ចាស់លោកហ៊ូសេងផងថាមានមនុស្សមកជួបគាត់សូមមេត្តារងចាំមកភ្លេងហេអាឡម្នាក់នេះតានិយាយស្អីទៅណោះមកហើយបើប្រាប់ខ្ញុំជាលោកហ៊ូសេងតើអ្នកណាប្រាប់ឲ្យលោកមកកាន់ទីនេះមើលទៅនេះជាបងណាអូសូមគោរពលោកម្ចាស់តូចឆាប់គោរពលោកសេនាប្រមុខនេះគ្រីភ្លឹងទៅឆាប់ឡើងសូមគោរពប្រមុខនេះគ្រីសូមបីតែលោកហ៊ូសេងក៏គ្រប់គេដែរអាក្មេងនេះមិនធម្មតាទេដូច្នេះយើងមានតែអែបអត់ធ្វើឲ្យជាមួយនឹងគេទៅបានលោកម្ចាស់តូចសាខាប្រធាននៃបដីលឹងសៀមដងបានផ្ញើវាមកថាសមាគមនេះគ្រីរបស់ខ្ញុំបានបាក់វិញហើយសមាគមនេះខ្មែរកំពុងតែវាយប្រហារយើងគ្រប់ទីកន្លែងនៅក្នុងស៊ីមឆេងហើយបំផ្លាញមុខជំនួយរបស់យើងឲ្យជាច្រើនហើយមានមនុស្សរបស់ដងយើងនៅក្នុងនេះគឺមានតែម្នាក់គាត់តែទទួលខុសត្រូវខ្ញុំទទួលខុសត្រូវក្នុងការសម្បត្តិខ្ញុំមិនចាត់ការលោកម្ចាស់តូចនៅស្ថានភាពរំទេលោកម្ចាស់តូចសូមអញ្ជើញសមាគមនេះគ្រីរបស់ខ្ញុំតែស្រាប់បញ្ជាលោកម្ចាស់តូចជានិច្ចសូមលោកម្ចាស់តូចមានបញ្ជាមកចុះជ្រូកតូចនេះនៅកេញកន្លែងទេប្រពន្ធសម្លាញ់ញាក់ឡើងឆាប់ញាក់ឡើងមកយីតែន ប្រពន្ធសម្លាញ់ដល់មកផ្ទះហើយ លោកមិនថាទៀតណា ស៊ីវ៉ុនឆាប់នាំលីនចេញមកលឿនឡើងឯងទៅពីអ្នកមុខជាត្រូវវាយគ្នាជាមិនខានទេ ចាលោកតាអង្គុយខាងក្រៅទេ បានទៅចុះខ្ញុំត្រូវមានឯកសារត្រូវចុះហត្ថលេខាទៅហាងដោយខ្លួនឯងទេស៊ីងវ៉ាន់ខ្ញុំសុំទោសដែលខ្ញុំមកជឿតិចណាសុំទោសប្រុសម្នាក់នេះហើយដែលឯងនិយាយនោះគីគក់ចង់ស៊ីកៃកងាតាំងមានដែរទេចំណេះដឹងក៏គ្មានខ្ញុំមកតាក់ទងជាមួយនឹងស៊ីងវ៉ាន់បានហើយចាប់ទៅខ្ញុំមានវិធីប្រាប់លោកតាខ្ញុំហើយពេលខ្ញុំត្រឡប់ទៅវិញ យល់ហើយបើសិនជាអូនដឹងបងចង់និយាយថាអូននឹងដឹងហើយថាយើងគឺជាប្តីប្រពន្ធតាមមិនដែរទេបងថាមួយសិនមកចាតូច
ក្រុមចាtôiសូមក្រុមចាtôiលោកចាtôiសូមជើញចូលខ្ញុំបានត្រៀមទុកជាមុនហើយសូមជើញ សាសាហើយបាននិយាយថាណែមកបែកខ្ញុំស្គាល់តំណែងនិយាយខាងនេះនៅពេលនេះ កាពិតគឺជាការរបស់ខ្ញុំហើយ មិនហើយលោកលីទីបំផុតលោកនៅទីនេះសោះសាសាហើយតែក្នុងខ្ញុំមកទីនេះពីថ្ងៃមុនគេបានគម្រាមខ្ញុំនៅក្នុងហ៊ុនគម្រាមអីមិត្តភ័ក្តិលោកលីនេះណាគឺគាត់តកកុហកពេកទេគេពេលនេះគឺគេមកជួយឯងហើយគឺមានន័យថាគេមកសុំទោសឯងផងនេះខ្ញុំសុំទោសឯងណាកាពិតទៅខ្ញុំចង់ធ្វើឲ្យឯងភ្ញាក់ផ្អើលព្រោះដឹងថាគេនៅទីនេះដែរខ្ញុំពិតជាធ្វើឲ្យឯងខឹងហើយ អូខ្ញុំដឹងថាជាណាហើយលោកហ៊ូសេនជាប់ពាក់ព័ន្ធជាមួយសមាគមនេះកាលីម្សិលមិញបាទខ្ញុំនាំទៅរកគេហើយចាប់ពីពេលនេះទៅតកូលនេះនឹងក្លាយជាសមាជិករបស់តកូលសេះលំហើយ តកូលីពិតជាបានព្រួយមួយត្រូវបានសាត់ពីក្បាលអនាគតទៅតកូលីពិតជាពុនណា លោកហ៊ូសេនពិតជាមានបច្ចាដល់ខ្ញុំយ៉ាងនេះណាពិតមែនហើយសិវណាបងពិតជាចង់ជួយអូននៅពេលនេះណាពេលអ្នកក្មេងនេះមកអត់ឡប់ហើយពេលនេះបងកំពុងតែយកសំណាងយ៉ាងធំរបស់អ៊ីនឆេយើងដូច្នេះហើយអូនត្រូវតែព្រមទៅនៅជាមួយបងជប់នេះណាដើម្បីយើងបានគេទៅខ្មុំជាមួយគ្នាណា លីសាគ្រប់ខ្ញុំផងទៅខ្ញុំ ថាម៉េចហ៎រៀបការរួចហើយហ៎អូនសម្លាញ់ លីដែនហេតុអីក៏បងមកទីនេះ គឺមានមនុស្សម្នាក់បានចេញបងណាស៊ីវ៉ាន់អូននិយាយថាអូនបានរៀបការរួចហើយនេះមិនអាចទៅរួចទេថាអូនរៀបការជាមួយសត្វបល្លង្កាបែបនេះឬទេថាមនុស្សម្នាក់នេះបានចេញគេឲ្យញ៉ាំអាហារពេលល្ងាចហើយនឹងទេថាទេសេះហើយជាណាមែនលោកហ៊ុនសែនបានចេញខ្ញុំញ៉ាំអាហារពេលល្ងាចមែនតាំងយ៉ាងម៉េចលោកម្ចាស់សេះបានជើញឲ្យញ៉ាំអាហារពេលល្ងាចអញ្ចឹងហីអូយអានោះខ្លាំងណាស់ឯងមិនស្មាននៅសំណក់របស់គាត់ផងអ្នកដែលមិនស្មាននៅសំណក់គឺឆ្អែតទៅវិញទេនេះឯងបងប្អូនសម្លាញ់បងនាំអូនទៅទៀនស៊ីហើយ បានហើយលីដែនលោកមិនស្គាល់លោកហ៊ូសេងទេគាត់បានចេញលោកញ៉ាំអាហារពេលល្ងាចដែររបៀបណាទេ បងប្អូនសម្លាញ់លោកហ៊ុនសែនមិនមែនជាអ្នកក្រៅទេ អ្នកណាជួយប្រកបលោកខ្ញុំប្រាប់លោកសុំចេញពីទីនេះឲ្យលឿនទេ បងប្អូនសម្លាញ់បងនឹងបញ្ចូលអូននៅពេលអូនស្មារតីបានហើយឆាប់ឡើងទៅហេយើងបានឲ្យឯងទៅហើយនៅហ៎ខ្ញុំបញ្ជាក់ឯងឆាប់ដល់លេខស៊ីបងភ្លាមទៅឆាប់ឡើងទៅណាឯងបញ្ជាខ្ញុំហ៎តែឯងជាស្អីមកបញ្ជាខ្ញុំ លីសេវគឺជាប្អូនប្រុសរបស់តកូលចេញលីតែលោកជាស្អីដែរទេគេទុកជីវិតឲ្យលោកពិតជាសំណាងណាស់ហេតុអីបានជាលោកធ្វើបែប នេះ នេះ ស៊ីមានឈ្មោះធំខ្លួនស្អីអសោខ្ញុំស្អប់សំបីតែសម្លេងព្រោះគេជាសំណោះល្អណាស់ឯងមិនចូលចិត្តខ្ញុំប៉ុន្តែឯងលុតជង្គង់ភ្លាមទៅហើយការសំទោសខ្ញុំឲ្យលើកនេះភ្លាមបើមិនជិះទេខ្ញុំខឹងហើយនេះតែខ្ញុំផងខ្ញុំនឹងសម្លាប់ឯងបងប្អូនស្មាញ់បើអូននៅតែមិនជឿបងទេអូនអាចទៅជាមួយរបស់សិនទៅហើយយើងនឹងបានឃើញជប់ភ្លាមឯងទៅទេបាក់របស់ជាណាខ្ញុំមិនខ្វល់ថាគាត់ជាណាទេបើឯងចង់ដឹងនោះយកល្អទៅសុខគាត់ទៅញ៉ាទុកសិនចុះណាថ្ងៃណាមួយយើងនឹងសម្លាប់ឯងបាទខ្ញុំត្រូវគេវាយឆាប់ឡើងមកបាទខ្ញុំប្រពន្ធទៅមកហើយឯងនឹងស្លាប់ហើយស្លាប់ហើយបាទរបស់ឯងមកគឺល្អ មែនហើយប៉ារបស់លោកលីគឺជាប្រធានរបស់លីក្រូបហើយមានប្រាក់រាប់ម៉ឺនលានគ្រាន់តែចង្អុលដៃគឺឯងនោះប៉ាងហើយមិនស្គាល់ខ្មៅនឹងសជាមួយនឹងក្រុមហ៊ុនលីក្រូបមនុស្សគោរពកោតខ្លាចនៅក្នុងសមាគមអ្នករាជហើយសម្រាប់លោកបានមិនបាច់សួរហេតុផលទេពេលគាត់មកដល់ខ្ញុំមិនអាចសុំវត្តទុកជីវិតឲ្យលោកនោះបានទេលីនទេមិនមិនឆាប់ចេញពីទីនេះ ទៅមិនបានទេចាប់រត់ជង្គង់សុំទៅភ្លាមទៅហើយស៊ូលីវ៉ាន់មកតែសម្រួលហើយនាំនាងទៅបន្ទប់បានមិនចឹងទេប៉ារបស់ខ្ញុំមកកុំថាខ្ញុំមិនប្រាប់ណាខ្ញុំនឹងឲ្យឃើញថាឈាមរបស់នៅស្រុកហើយបើទៀតឯងនឹងដឹងហើយយើងនឹងឲ្យជីវិតឯងកាន់តែអាក្រក់ជាងនេះ ឆាប់ទៅខ្ញុំមិនខ្វល់ថាតកូលីមានអំណាចខ្លាំងប៉ុណ្ណាទេអ្នកណាធ្វើបាបខ្លួនប្រុសយើងហ៊ានវាយគេផងលោកប៉ាគឺគេនៅទីនេះអាចចង្រៃនេះវាយខ្ញុំនេះមិនពិតទេមនុស្សម្នាក់នេះសូម្បីតែលោកហ៊ូសេនក៏ជង្គង់គ្រប់គីដែរខ្ញុំហ៊ានបាត់ដល់របៀបណាទៅ កូនរបស់លោកគឺសមាគមអ្នករាជលោកសូខ្ញុំមិនអាចជួយជីវិតលោកបានទេ ឯងកំពុងតែមករកសេចក្តីស្លាប់ហើយមិនក៏ឯងមិនប្រុសទៀតទៅហ៎យើងនឹងសម្លាប់អីសូមគ្រប់លោកម្ចាស់លោកប៉ាហេតុអីក៏លោកប៉ាតែកំភ្លៀងខ្ញុំគួរតែកំភ្លៀងគេបាទប្រថុយបិទមាត់ហេតុអីក៏ឯងមិនចេះស្គាល់ប្រមាណខ្លួនឯងបាទហ៊ាននិយាយទៅប្រាទីយើងនឹងសម្លាប់ឯងគឺគេបាយខ្ញុំគួរតែសុំទោសខ្ញុំឆាប់សុំទោសលោកម្ចាស់ហ៎អីលោកពីណាខ្ញុំពិតជាសុំទោសខ្ញុំស្គាល់កូនប្រុសខ្ញុំច្បាស់ណាស់ថាគេជាមនុស្សមិនល្អគុំប្រកាន់នឹងគេអីលោកស្គាល់កូនប្រុសលោកច្បាស់ហើយបាត់បើអញ្ចឹងប្រាប់គេទៅថ្ងៃក្រោយ កុំឲ្យគេធ្វើបែបនេះទៀតបាទលោកម្ចាស់ខ្ញុំនឹងប្រៅគេអ្នកណាពួកលោកមកឆ្លុះគ្នានៅទីនេះអូនាងគឺជាមនុស្សស្រីស្អាតខ្លាំងណាស់ថតជាមួយបងមកប៉ោះមកហើយនៅក្មេងណាកុំហឺខ្លាំងពេកនេះលោកដឹងថាខ្ញុំកំពុងនិយាយជាមួយអ្នកណាទេហើយដឹងថាកំពុងនិយាយជាមួយអ្នកណាសំដែងមកល្អណាស់ដូចជាទៅឆ្លងឆ្លើយអញ្ចឹងបើចាយស្រាយច្បាស់ទៅបាទរបស់យើងគឺជាប្រធានក្រុមហ៊ុនលីគ្រប់ណាឯងកំពុងតែព្រុសជាមួយនឹងមនុស្សខុសហើយតែយើងអាចដោះលែងឯងទៅបានផ្ទះរបស់ឯងតើនៅឯណាឯងហ៊ានវាយលោកប៉ារបស់យើងផងឯងហើយយើងនឹងសម្រាប់អីបាទហើយកុំមកកបញ្ហានៅទីនេះទៀតយើងនឹងប្រឹងពីរឿងនេះជាមិនខានយើងប្រឹងមានរឿងដល់ឯង ឯងគួរតែឈប់ភ្លាមទៅមិនចឹងទេ
យើងនឹងកំទេចឯងចូលទៅវ៉ៃឈប់លៀងទៅ បងប្រុសខ្លាតាមពិតទៅគឺបងប្រុសខ្លាខ្មៅនៅក្រោមការគ្រប់គ្រងរបស់សមាគមគុណការីហើយខ្ញុំក៏បានដឹងខ្លះដែរគាត់ជាមនុស្សមានប្រាក់ច្រើនណាស់សន្តាគារឡុងសេងគឺជារបស់បងប្រុសខ្លា លោកម្ចាស់ខ្លាលោកពិតជាមកតាន់ពេលហើយខ្ញុំមានបញ្ហាជាមួយគេគេគិតថាជាលោកម្ចាស់ធំនៅទីនេះក្មេងនេះគេហ៊ានវាយមនុស្សចាស់ទៀតផងថាម៉េចលោកម្ចាស់របស់លោកមែនទេមើលឲ្យនោះឲ្យលោកម្ចាស់ខ្លាគឺគេពិតជាគេកតុំណាស់ខ្ញុំមិនបានជិះគេមកទីនេះទេហើយលោកត្រូវតែបញ្ចុះគេទៅបញ្ចុះស្អីកូនប្រុសខ្ញុំបានមកកបញ្ហាស្អីទៅគេវាយបែបហ្នឹងហ៎កូនប្រុសខ្ញុំបានលឺគេស្រែកអលបាយជួយជីវិតរបស់ពួកគេ ខ្ញុំមិនដឹងដល់តកូលសិនមានសិទ្ធិអីស្រែកហៅតកូលសិននោះឬសមាគមនេះក៏រីបានមកផ្លាយពួកលោកទៅវិញទេពួកគេមិនដឹងថាត្រូវធ្វើអ្វីនោះទេណាឆាប់ចេញភ្លាមទៅមើលហើយឆាប់ឲ្យពួកគេចេញភ្លាមទៅឲ្យពួកគេមកធ្វើស្អីទៅមិនហើយឆាប់ចេញភ្លាមទៅអេកុំចូលមកបើចូលមកយើងនឹងខលហៅប៉ូលីសជាមិនខានទេលោកអធិការមកហើយណែលោកអធិការចាំលោកមកកន្លងហើយគ្មានម្នាក់នេះប្រហែលណាគេចាំមកកចំនួននៅទីនេះឆាប់ចាប់ពួកគេភ្លាមទៅត្រូវធ្វើតែច្បាស់ភ្លាមទៅត្រូវហើយអធិការយ៉ាងលោកជាអ្នកការពារសន្តិសុខលោកត្រូវតែចាប់គេរកយុត្តិធម៌ត្រូវហើយក្រុមការងាររបស់ប៉ូលីសជាអ្នកចការអើយឯងរងចាំស្លាប់ទៅឲ្យចាប់ឡើងយកមនុស្សឡប់សតិនេះមកខ្ញុំណែលោកអធិការខ្ញុំគិតថាលោកមិនបានមកទៅហើយលោកម្ចាស់ស្ថានភាពបានជើងខ្ញុំមកថ្ងៃនេះខ្ញុំយ៉ាងសិងឡុងមិនមកបានយ៉ាងម៉េចទៅនេះគ្រាន់តែខ្លាកំពុងតែរងគំនិតគ្នាហើយតើត្រៀមហើយឬនៅរួចហើយមែនទេអ្នកណាខលហៅប៉ូលីសហើយអ្នកណាខ្ញុំសូមណែនាំឲ្យស៊ីឡុងបានស្គាល់ឡុងម្ចាស់ឡុងអធិការត្រូវទទួលខុសត្រូវសន្តិសុខរបស់ស៊ីនឆេងស៊ូហេហូគាត់គឺជាអធិការរបស់ស៊ីនឆេងត្រូវទទួលខុសត្រូវហើយការនៅក្នុងស៊ីនឆេងនេះហើយខ្ញុំគឺជាសិនស៊ូខ្វានគឺជាលោកម្ចាស់តូចសិនជាអ្នកមានអំណាចធំធេងនៅក្នុងស៊ីនឆេងនេះហើយខ្ញុំសិនស៊ូខ្វានមានអំណាចនៅក្នុងតកូលសិនផងដែរហើយក៏មានសិទ្ធិធំនៅក្នុងសហគមន៍នេះរីយ៉ាងម៉េចហើយតកូលលីហើយនៅចំពោះមុខតកូលសិនរបស់ខ្ញុំលោកលីមានសិទ្ធិស្រែកផងអីមិនដែរទេវ៉ៃគ្មានទុកមុខមាត់ឲ្យយើងបន្តិចណាទេនេះលោកនិយាយទៅតកូលីរបស់ខ្ញុំធ្វើមិនក៏បីចំពោះមុខលោកសូមលោកម្ចាស់លើកលែងដោះលែងពួកខ្ញុំទៅខ្ញុំសូមវល់ណាយើងឲ្យពួកឯងទៅតែមិនដែរទេមិនបានទេមិនតាន់បាយពួកឯងឲ្យឈឺដៃផងយើងគួរតែធ្វើអ្វីប្រាប់ឲ្យយើងធ្វើអីទៅហេតុអីក៏មិនរកវិធីសុំទោសយើងឯងគួរតែធ្វើអ្វីឯងគួរតែនិយាយអ្វីហេតុអីក៏ឯងមិនរកជង្គង់នៅចំពោះមុខយើងសុំទោសយើងភ្លាមទៅយើងរាប់ដល់3ណាឆាប់ឡើងឯងត្រូវតែសុំទោសយើងឲ្យតាន់ពេលវេលាមិនចឹងមិនរួចខ្លួនទេ3 2 1ពួកឯងទាំងអស់គ្នាតើហ៊ានព្រោះអីនៅទីនេះលៀងទេលោកឈួតហើយបើលោកចង់ស្លាប់មើលឯងហ៊ានវាយខ្ញុំសបាយវាយវាមិនក្រាស់ទេវាធ្វើដែររបស់ខ្ញុំឈឺបើទៅឯងធ្វើតាមអំពើចិនឯងគួរតែសុំទោសដូចគ្នាយ៉ាងម៉េចចង់បែបនេះដែរតែមិនដែរទេបានឯងចង់ខ្ញុំសុំទោសឯងអញ្ចឹងឆាប់ចូលភ្លាមមកចូលមកឆាប់ចេញទៅលោកម្ចាស់លោកហ៊ូសេងគឺនៅពីក្រៅក្នុងពួកគេបើសិនជាលោកមិនចេញទៅទេសមាគមអ្នកករីគឺនៅខ្ពស់ជាងគេហើយលោកឆាប់ចេញទៅគឺថាលោកប្តីរបស់ស៊ីងហ្វុនហើយគ្មានអ្នកណាហ៊ានធ្វើអីទេបើចង់ស្លាប់គឺស្លាប់តែម្នាក់ឯងទៅគ្មានអ្នកណាមកស្លាប់ជាមួយនឹងលោកនោះទេលោកបានជួយលោកតារបស់ខ្ញុំមិនឲ្យលោកស្លាប់នៅទីនេះបានទេឆាប់ចេញទៅអូនជាប្រពន្ធរបស់បងគ្មានអ្នកណាយកអូនពីបងបានទេបងស្វាគមន៍ពួកគេគ្រប់ពេលយើងចង់គេសុំទោសសឹងគាត់កុំទៅតាមគេអីរចាំលោកម្ចាស់លោកហ៊ូសេងមកសិនទៅអញ្ចឹងលេងជាមួយនឹងស្រីរបស់គេសិនទៅតែអ្នកណាគេហ៊ានហើយអូនស្រីសប្បាយជាមួយបងសិនទៅតើល្អដែរទេឯងប្រហែលណាគេធ្វើបែបនេះផងវិវហើយតើកូនសិនរបស់ពួកយើងមានប្រាក់រាប់លានហើយមានសមាគមជាមួយលោកម្ចាស់ឌីណាសិទ្ធិទៀតពួកគេនឹងមកជួយយើងឥឡូវនេះហើយយើងមានសមាគមនេះករីនៅក្រៅខ្នងសេចក្តីស្លាប់បាយកាន់តែខាត់ចិត្តហើយយើងនឹងចិញ្ចាំឯងយើងនឹងឲ្យឯងឆ្កែស៊ីជាមិនខានទេនេះលោកប្រុសសិនកុំធ្វើបែបនេះអីកុំសម្លាប់គេមិនជាមនុស្សធម្មតាទេថយចេញហើយយើងនឹងឲ្យគេស្លាប់ព្រះយេស៊ូវក៏មិនដែលសង្គ្រោះបានដែរនៅពេលលោកម្ចាស់ដល់ឯងស្លាប់អ្នកណាថ្លង់ធំហ៊ានមកករឿងនៅទីនេះគេមិនដឹងទេថាទីនេះជាទីតាំងរបស់លោកហ៊ូសេងគេមិនស្គាល់ទេថាយើងជានរណាលើឈ្មោះទៅលោកជានរណាលោកម្ចាស់លោកហ៊ូសេងពិតជាមកទីនេះមែនលោកម្ចាស់លោកហ៊ូសេងសូមគោរពលោកម្ចាស់សូមគោរពលោកម្ចាស់លោកហ៊ូសេងដែលជាមកទីនេះអរគុណភ្លាមមកអញនិយាយថាសូមឲ្យព្រះយេស៊ូវក៏មិនអាចជួយបានតើគេជានរណាទៅគឺគេហើយលោកម្ចាស់គឺគេនោះហើយគឺអាក្មេងម្នាក់នេះហើយខ្ញុំមិនឲ្យលោកម្ចាស់លើកលែងឲ្យគេទេត្រូវតែធ្វើដំណើរកម្មគេហើយនិយាយចប់ហើយនៅហើយសម្រាប់ចិត្តខ្លួនទៅបាទនេះលោកម្ចាស់ចង់មានន័យថាម៉េចហ្នឹងលោកម្ចាស់មានន័យថាម៉េចហើយបាននិយាយអ្វីច្បាស់លាស់ហើយនេះលោកម្ចាស់វាមិនមែនជាខ្វល់របស់ខ្ញុំទេលោកម្ចាស់គ្រាន់តែបង្ហាញមនុស្សរបស់គេទេធ្វើបែបនេះវាដូចជាតាំងតែងពេកហើយឲ្យខ្ញុំសុំទោសប៉ុន្តែមិនដល់ថ្នាក់ស្លាប់ទេចាប់សុំទោសលោកម្ចាស់លីភ្លាមទៅបើសិនជាមិនចង់ស្លាប់នោះនេះសិនខ្វល់មើលកុំចាប់សុំទោសលោកម្ចាស់លីទៅលើកជង្គង់ចុះហើយហាក់ខ្ញុំថាលោកម្ចាស់ភ្លាមទៅខ្ញុំលើកលែងទោសឲ្យកុំយល់សោះ
ខ្ញុំមកពីសមាគមនាគរីឯបង្ខំខ្ញុំសុទ្ធទៅឯងហ៎បើអញ្ចឹងឯងប្រមាថសមាគមនាគរីពេកហើយ លៀនតេងចាំស្លាប់មែនទេ យើងមានឱកាសយកចិត្តទុកដាក់កាន់តែច្រើនយើងនឹងបំផាក់ជើងរបស់ឯងដើម្បីគេដឹងថាសមាគមនាគរីគឺមិនអាចអាម៉ាស់ទេខ្លាកំណាចក៏មិនអាចអាម៉ាស់ដែររហូតណោះមិនកំឆាប់រត់ជង្គង់សុំទោសលោកម្ចាស់តូចឆាប់គោរពលោកម្ចាស់ភ្លាមទៅមិនឆាប់រត់ជង្គង់សុំទោសលោកម្ចាស់ទៅឲ្យលឿនឡើងលោកតាមិនក៏បាត់នឹងលោកតាហើយលោកតាក៏ណាលោកខ្ញុំនឹងលេងទៅឲ្យនេះមិនទេលោកសិននេះខ្វាន់ជាប្រធានរបស់លីគ្រប់ខ្ញុំពិតជាត្រូវសុំទោសខ្ញុំមិនហ៊ានទេចាប់ក្រឡងមកលោកសិនចាប់ក្រឡងហើយចូលលោកលើកលែងទោសអត់ចំណាយទេចាប់ក្រឡងមកក្រឡងភ្លាមមកបើតែនឹងមានខ្ញុំហើយនេះទៅធ្វើពេលប្រាទៀតហើយនឹងស្លាប់នៅក្នុងពេលនេះលោះឆាប់ទៅបាទ អរគុណលោកចាន់ហើយ មិនអីទេណានាងក្មេងប្រុសម្នាក់នេះពិតជាប្រហឺតណាស់សំតែទទួលទោសក្នុងនាមខ្ញុំជាប្រធានសមាគមនាគរីខ្ញុំត្រូវតែសម្បត្តិឲ្យអស់ណានេះជាអ្វីដែលយើងត្រូវតែធ្វើលោកចាស់តូចសំជិញខ្ញុំមិនទៅទេសូមឲ្យលោកទៅរៀបចំស្ដាប់ត្រង់សមាគមនាគរីមុនទៅទោះបីជាអរគុណសម្លាញ់តោះនិយាយទៅផ្ទះវិញទៅហ្វូនប្រុសបានជួយជាមួយលោកម្ចាស់លីនម្ដងទៀតណាគេនឹងលើកលែងទៅឯទេគេពិតជាមានសំណាងណាស់ខ្ញុំពិតជាសមាគមនាគរីដែរតើហើយអញនិយាយស្អី ឈប់សិនលោកមានកំណត់អ្វីទៅហេតុអីក៏លោកអាចហៅពួកគេមកចាត់ការអាម្នាក់នេះបាន អញ្ចឹងហើយទៅហៅលោកហ៊ូសេងមក លៀនតេងលោកដឹងទេលោកវិញតែពួកអែមែលោកដឹងថាលោកម្ចាស់ហ្វូហ៊ូសេងជាអ្នកធំហេតុអីក៏លោកចេញគេមកបានហេតុអី បានហើយ លោកដឹងអ្វីដែលខ្ញុំត្រៀមប្រាប់លោកតាទេពេលដែលលោកចូលទៅខាងក្នុង ដឹងហើយខ្ញុំយល់ លៀនតេងអូលៀនតេងលៀនតេងលោកជាអ្នកណា ខ្ញុំទៅវិញទេតែត្រូវសួរថានេះជាអ្នកណាឆក់ឱកាសចូលមកបែប ខ្ញុំ នេះ ឆក់ឱកាសចូលមករកលោកចាប់ខ្ញុំទៅចោលមែនទេ នាង លៀនតេងនេះលោកមិនស្គាល់នាងទេ សួស្ដីបងស្រីខ្ញុំគឺបងថ្លៃរបស់នាងកលិនតេន លោកពិតជាបងថ្លៃរបស់ខ្ញុំមែនទេហើយលោកធ្វើបែបនេះជាមួយខ្ញុំ សិនបុនហើយមកវិញហើយហើយមកដល់ហាងសបាយ ចាស់លោកតាពិតជាសប្បាយណាស់ពិតជាសប្បាយ លោកតាសប្បាយណាស់សិបុនបានទៅដល់ហាងជាមួយខ្ញុំមែនមកចុះមកភ្លេចចូលទៅយើងគ្រាន់តែធ្វើតាមចិត្តចៅស៊ីវស៊ូទៅឲ្យនៅគ្មានកុំចេះដឹងរឿងរបស់ពួកគេ ខ្ញុំមិនចង់ដឹងរឿងទាំងអស់នេះទេ នៅយប់នេះឲ្យប្រាប់សាវស៊ូកុំឲ្យមករំខានឯងលិនតេនគេមានបទពិសោធន៍ជាមួយនឹងរឿងជំនាញនេះខ្លាំងណាស់គេអាចជាបានជំងឺបាត់ ចាស់លោកតាខ្ញុំយល់ហើយបងស្រីគេចេះពីជំនាញអសតសាស្ត្រតើមានដែរទេបានព្យាបាលជំងឺលោកតាឲ្យជាតែម៉ាក់របស់ខ្ញុំគំរាំងមិនបានព្រោះតែរោគនេះយើងស្វែងរកពេទ្យចាំកន្លែងហើយតែមិនអាចជាទេតើគាត់អាចព្យាបាលម៉ាក់របស់យើងជាទេសាស៊ូកុំបារម្ភអីបងស្រីខ្ញុំសប្បាយចិត្តណាស់ប៉ុន្តែខ្ញុំឃ្លានបងស្រីអាចទៅរកអីឲ្យខ្ញុំបន្តិចបានទេចាបានខ្ញុំទៅរកឲ្យ ប្រពន្ធសម្លាញ់រូបរាងរបស់អូនមិនដូចជាអ្នកផ្សេងទេសាក់មរៃមើលហេតុអីជានាងទៀតហើយ ខ្ញុំលឺលេមកខ្ញុំនៅសម្រាប់ឯងលេខបើឯងលេខទេខ្ញុំនៅខលទៅប៉ូលីសហើយ អត់ទេក្រែនេះចាំបន្ទុកខ្ញុំហើយនេះចាំមកបន្ទុកខ្ញុំហើយនឹងចង់ខលហៅប៉ូលីសមកទៀតហើយ នេះលោកកំពុងនិយាយអីនេះជាបន្ទប់បងស្រីខ្ញុំខ្ញុំមិនខ្វល់លោកចូលក្នុងបន្ទប់ទៅកណ្ដាលជប់ លោកចូល ចេញទៅ អូខេខ្ញុំនឹងចេញពីអាចទៅដែរទេព្រោះសូស៊ីវុនជាប្រពន្ធរបស់ខ្ញុំអញ្ចឹងបន្ទុកនាងក៏ជាបន្ទុករបស់ខ្ញុំដែរនាងទៅវិញទេដែលត្រូវចាក់ចេញនោះឬមួយនាងចង់គេងជាមួយនឹងបងថ្លៃរបស់នាងបែបនេះហ៎ គេជាមួយលោកមែនទេគាត់ខ្លួនឯងក៏ដឹងដែរលោកว่าប៉ុណ្ណាទេអញ្ចឹងទៅគឺជាកផាល់របស់លោក អូខេទីនេះហើយនាងចង់គេងជាមួយនឹងបងថ្លៃរបស់នាងទៅវិញទេសង្ឃឹមថាបងស្រីរបស់នាងមិនគិតអ្វី លោក នោះ ជិះប្រាប់អីខ្ញុំនឹងទៅប្រាប់បងស្រីឥឡូវនេះ មានស្អីនេះតាសប្រួលខ្ញុំមានចិត្តពឹង អត់លោកចង់ធ្វើអី ជាបាននាងតាមពិតទៅគឺព្រឹកឆ្អឹងសំណាងឲ្យដឹងតាន់ពេលបើមិនចឹងទេជាងនាងនឹងពិការហើយ លោកមានវិធីព្យាបាលជើងរបស់ខ្ញុំមែនទេ ខ្ញុំមានវិធី មានរឿងអីកើតឡើងមានរឿងអីហ្នឹង គឺ ឆាប់សាត់បងស្រីហាត់អីក៏បងស្រី គឺ ថា ថា លឿនទេនាងគឺជាបងស្រីខ្ញុំ អត់ទេចាំបងបញ្យល់បងកំពុងព្យាបាលនាងទេបើអូនមិនជឿទេសួរនាងទៅ មែនហើយបងថ្លៃពិតជាព្យាបាលខ្ញុំមែនសាសូឯងកុំជឿគេអីបងមានវិធីព្យាបាលឯងហើយគេចង់ចោលឱកាសជាមួយឯង បងនិយាយសត្វតែជាការពិតជើងរបស់នាងត្រូវពឹងនៅក្នុងឆ្អឹងបើមិនឆាប់ព្យាបាលទេនឹងត្រូវការចោលហើយ ពេលនេះលោកកំពុងតែចាប់ធ្វើអីលោកពិតជាចង់ចោលឱកាសលើខ្ញុំមែនទេ មិនមែនដោយការគិតរបស់នាងទេគឺត្រូវគិតបានបីឆ្នៃ អីលោកចង់ធ្វើអី ជីហើយនេះជំហានទី2ហើយ ជើងរបស់ខ្ញុំជាហើយបងស្រីខ្ញុំពិតជាបានស្រួលហើយលេងឈឺហើយ បងស្លាញ់បងមិនខកអូនទេ បងថ្លៃបងអស់ចាស់ខ្លាំងណាស់ខ្ញុំបានយកអាហារមកហើយ ណែបងសម្លាញ់បងទៅជាមួយអូនដែរគឺបងថ្លៃរបស់នាងកុំភ្លេចណាណែបងសម្លាញ់ចុះសិនបងសម្លាញ់
មកហើយស៊ីបុនមកនេះមក មានរឿងអីកើតឡើងលោកតា ចាបើគាត់នេះរួចហើយនៅលីនតែនទៅតែឆាប់នេះកាន់តែឆាប់គឺកាន់តែល្អមួយថ្ងៃរវល់ការងារក្រុមហ៊ុនមានពេលតែទៅជាមួយគេគួរតែប្រាច់ពីទៅប្រាច់ពីមែនទេនិយាយពីនេះប្រាច់ពីស្អីទៅបាទចាំចាំមានថាម៉េចទៅបាទចង់លីនតែនទៅធ្វើការនៅក្រុមហ៊ុនគឺប្រាច់ពីជារឿងនោះណាបាទលោកណាធ្វើបានទេក្រៅពីនិស្សិតដែលរៀនចប់សាកលវិទ្យាល័យគ្មានអ្នកណាចូលធ្វើការនៅក្រុមហ៊ុនរបស់គេទេតើតែនិស្សិតបានរៀនចប់ពីបរទេសគេគ្រាន់តែជាក្មេងមកពីព្រៃភ្នំតែប៉ុណ្ណោះតែអាចធ្វើអ្វីបានទៅ មែនហើយសូមពិចារណាសិនទៅការងាររបស់ក្រុមហ៊ុនមិនស័ក្តិសមនឹងគេដែលរៀបចំទេ សំខាន់ណាស់មកពីណាមិនចេះអីទេបើរឿងគេទៅយើងនឹងចាត់ការក្នុងពេលឆាប់នេះយូរទៅគេនិយាយនឹងជាមិនខានទេដឹងដែរទេចាប់ពីពេលនេះឯងធ្វើការជាមួយនឹងនាងទៅណាបាទលោកតាអត់បញ្ហាទេបងប្អូនស្មានភ្លៀងឥឡូវហើយយកទៅ មិនបាច់ទេ ណែមកប្រាប់អូនហើយថាមិននឹងភ្លៀងកុំខ្លាចអី អ្នកណាទៅខ្លាចវាគ្រាន់តែជារន្ទះខ្ញុំមិនដឹងថាវាជាភ្លៀងនោះទេ បងប្អូនស្មាននៅតែជឿមែនទេ អ្នកណាថាមិនជឿដាក់ខ្ញុំចុះទេ បាទឆាប់ទៅ លោកមិនដោះអាវរបស់លោកសិនទេខ្ញុំខ្មាស់គេណាស់ពេលដែលលោកចូលមកទឹកសម្លៀកបំពាក់បែបនេះ បងប្អូនស្មាញ់ កុំហៅថាខ្ញុំប្រពន្ធសម្លាញ់ទៅក្រុមហ៊ុនត្រូវហៅខ្ញុំថាអ្នកនាងស៊ូទៅអ្នកនាងស៊ូខ្ញុំចង់មានន័យថាអ្នកនាងរៀបសន្តិសុខឲ្យមកថ្មីមែនទេប៉ុន្តែនៅក្រុមហ៊ុនយើងសន្តិសុខមានគ្រប់គ្រាន់ហើយតើអ្នកនាងមានកម្រងអីផ្សេងទៀតតាមមែនទេខ្ញុំជាគណៈនាយកក្រុមហ៊ុននេះនាងគ្មានសិទ្ធិអីមកសួររឿងសន្តិសុខដែលខ្ញុំត្រូវរៀបចំនោះទេខ្ញុំអាចធ្វើអីនាងធ្វើនឹងទៅបើខ្ញុំអាចអ្នកណាចូលថ្មីនាងក៏គ្មានសិទ្ធិអីមកសួរខ្ញុំដែរអត់ទេអ្នកនាងស៊ូខ្ញុំសួរនាងអាចចាត់ការខ្ញុំនឹងមិនសួរទៀតទេ អរគុណបងប្អូនស្មាញ់ឈួតហើយនេះលើជាប្តីអ្នកនាងស៊ូលោកមានសង្ស័យដូចជាខ្ញុំដែរទេ បាទអញ្ចឹងមានការសង្ស័យហើយ ប៉ុន្តែមនុស្សប្រុសម្នាក់នេះគ្មានអ្វីត្រូវប្រខាតសោះហើយក៏ត្រូវទទួលប្រាក់ខែដែរទេ ហើយគឺវាគួរចង់ស័យខ្លាំងណាស់ណាស់ទាំងទេបាទគ្មានការអនុញ្ញាតទេកុំចូលមកឲ្យសោះអ្នកនោះហើយមកថ្មីហ៎បាទនេះជាថ្ងៃដំបូងសូមជួយណែនាំផងតែទីណាទេចាំខ្ញុំប្រាប់សន្តិសុខត្រូវតែយាមមិនត្រូវនៅស្រួលទេត្រូវតែដើរយឺមល្បាតណាណែឯងចាំនេះមកត្រូវតែយើងឲ្យបានតឹងរឹងហើយមើលទៅម្នាក់នោះប្រហិនកៅអើកតុំគេជាមេរបស់យើងមកថាហ្វាទីសាំងបើមិនស្ដាប់គេទេគេនឹងដឹងយើងចេញចំខាន់មិនហើយឯងត្រូវតែគ្រប់គេណែចុះសិនខ្ញុំមិនដឹងថាច្បាប់អ្វីនៅទីនេះទេប៉ុន្តែមនុស្សម្នាក់នេះមិនអាចចូលបានទេត្រូវតែមានការអនុញ្ញាតសិនណែសួស្ដីលោកយកគ្មានការអនុញ្ញាតមកចូលទេឯងមាននេះអត់ប្រស្រីទេអីហ៎តែថាយើងជាអ្នកណាទេមិនក៏ហ៊ានខាត់យើងអញ្ចឹងហ៎ឯងដឹងថាយើងជាអ្នកណាទេនេះហ៎គេធ្វើបាននេះតាមមែនទេឯងគិតថាសត្វសក់ដូចខ្ញុំអត់ណាទៅអត់ចម្លើយយើងនឹងសម្រាប់ឯងថ្ងៃនេះជាត្រូវតែសម្រាប់ឯងឯងមិនព្រមមែនទេខ្ញុំជាសន្តិសុខដែលសាស្ត្រផ្នំនៅទីនេះឯងទៅចាំទុកហើយមិនធ្វើបាននេះមិនក្រុមដឹងនឹងឯងចេញជាមិនខានទេចេញជាប្រតិភិតកុលបញ្ជីគេទៅមកថ្មីគេមិនស្គាល់លោកទេសូមលោកអភ័យទោសដល់គេផងទៅបានទេចេញទៅឯងមានសិទ្ធិអីមកនិយាយប្រយ័ត្នយើងវាយឯងទៅឯងហ៊ានវាយយើងមិនដែរទេហ៎ឯងរករឿងដាក់ខ្លួនហើយមីក្រុមចាំនេះលើមីក្រុមចាំនេះមកអូតើហើយលោកប្រសុសៅឯងត្រូវស្ដាប់បញ្ជារបស់ខ្ញុំណាអាសន្តិសុខកម្រិតនេះវាហ៊ានវាយយើងផងឆាប់ដកវាចេញទៅឯងត្រូវតែចាត់ការវាហ៎នឹងដែរទេឯងមែនទេហ៊ានវាយអ្នកប្រសុសៅបែបនេះហ៎បើមិនមានឯងទេថ្ងៃក្រោយស្គាល់មេក្បួតដីក្រាស់ទេចាគេគ្រាន់តែជាកូនឆ្កែគេស៊ីមកក្បាលតែប៉ុណ្ណោះទេចូលលើគ្មានការអនុញ្ញាតធ្វើខុសលោកមេក្រុមគេជាសន្តិសុខរបស់យើងលោកមេក្រុមលោកមិនអាចកាន់ជើងខាងគេទេលោកមេក្រុមខ້ອຍទៅលោកមេក្រុមគួរតែគោរពច្បាប់ក្រុមហ៊ុននេះឯងប្រកែវាយណាស់មែនទេអ្នកគ្នាចូលមកចាត់ការគេទៅយល់មេក្រុមសន្តិសុខចូលមកនៅឈប់ធ្វើស្អីទៀតហេតុអីក៏លោកមិនឆាប់ចូលមកឯក្រុមមកកុំមោទនភាពឲ្យសោះណាយើងនឹងចាត់ការចេញពីក្រុមហ៊ុនជាមិនខានអាចចាត់ទៅមកចុះឬឯងជាអ្នកបង្ករឿងខ្ញុំកំពុងបង្ករឿងឲ្យឯងវាមិនត្រូវទេគឺវាខុសហើយណាឯងនិយាយប្រាប់ឯងគេថាវាយលោកប្រុសស៊ូសាវហើយឯងមិនខុសទៀតមែនទេហ៎ធ្វើឲ្យគាត់មានរបួសហើយដូច្នេះបានដឹងខ្លួនមុនណាឯងឆាប់ចេញទៅព្រៀងទៅរឿងនេះមិនមែនកំហុសគេទេមេក្រុមគឺជាប្តីរបស់អ្នកនាងស៊ូនេះឯងកំពុងរយៈបានការស្អីហ្នឹងហ៎ស៊ូស៊ីវុនមានប្តីបែបនេះលោកប្រុសស៊ូសម្ដែងរបស់លោកដូចជាធ្ងន់ពេកហើយបើគេបានលឺប្រកាសជាវិទ្យានេះហើយលោកប្រុសស៊ូសាវលោកចង់នៅជួបអ្នកណាមែនទេបានជាលោកនៅម្នាក់ឯង កុំមកខ្ញុំក្រាបកហែនៅស្រីចង្រៃគេបានគាត់ខ្ញុំនៅមកទ្វារគឺសន្តិសុខអន់ម្នាក់នេះហើយគេជាអ្នកណានាំគេមកធ្វើការក្រុមហ៊ុននេះនេះចាំឲ្យគេមកចាត់ការលើនេះព្រៀងទៅយើងចង់ឲ្យគេចេញឥឡូវនេះអូអ្នកប្រុសស៊ូសាវខ្ញុំមិនអាចធ្វើការនេះបានទេព្រោះអីលៀនតែនគឺជាប្តីរបស់អ្នកនាងស៊ូខ្ញុំជាលេខាតូចតាចខ្ញុំមិនអាចធ្វើការនេះបានទេឯងពិតជាប្តីរបស់ស៊ូស៊ីប៉ុនតាមមែនទេខ្ញុំក៏សួរឯងជាសន្តិសុខកតោមកធ្វើការនៅក្រុមហ៊ុននេះនឹងកើតអត់ស្គាល់មេគួរអីខ្លះ
ឯងល្ងងមែនទេខ្ញុំប្រាប់ឯងហើយឯងមិនអាចចូលដល់គ្មានការអនុញ្ញាតទេមិនអញ្ចឹងទេឯងនឹងសោកស្ដាយណែលោកចាំមិនដែរក្រឡើងចាំមិនដែរឯងហ៊ានវាយនៅប្រុសស៊ូផងឯងចាំមើលចុះឯងនឹងស្លាប់ជាមិនខានទេឯងចាំតែមើលចុះណាអូយចាំមកផ្លេតសឺស៊ីមុនលៀនtênជាប្តីរបស់នាងមែនទេគេគ្រាន់បានណាគេប្រហែលហ៊ានមកករឿងនៅក្រុមហ៊ុននាងយកមនុស្សចង្រៃនេះមកធ្វើការបានយ៉ាងម៉េចទៅហ៎ លោកប្រុសសូវិនជីចង់បានន័យថាម៉េច ចង់មកមើលដល់តភ្នែកទៅខ្ញុំនឹងប្រាប់នាងសុខវិបុននាងចប់ហើយលៀនtênខ្ញុំពិតជាត្រូវអរគុណឯងដែលឯងមកកប់បញ្ហាធំនៅទីនេះហើយខ្ញុំនឹងច្រានឯងត្រែនរកចាប់ជិះពីមុខរបស់យើងទៅខ្ញុំមិនចង់ឲ្យប្រពន្ធឯងមកមុខកសាតែឯងទេបើដឹងខ្លួនឆាប់ចេញភ្លាមទៅសូមគោរពនាងស៊ូ មានរឿងអីកើតឡើងលោកមេក្រុម នាងស៊ូសូមប្តីរបស់នាងទៅ ឯង ប្រពន្ធសម្លាញ់អូនាងស៊ូរឿងនេះគឺបែបនេះ នាងតែងគឺជាអ្នកថែរក្សាសណ្ដាប់ធ្នាប់នៅក្នុងក្រុមហ៊ុននេះគេធ្វើអីគ្រាន់តែការពារខ្លួនឯងតែប៉ុណ្ណោះទេខ្ញុំថាមិន ដូច ខុស ជា ទេ គោរពគេដល់ហើយនាងស៊ូនាងដូចជាការពារគេខ្លាំងណាស់ណាឯងទុកមករបាយព្រោះជាមួយនឹងសន្តិសុខទៅឯងសន្តិសុខអន់ម្នាក់សូមប្រាប់ឯងទៅចុះឯងកុំគិតថានាងស៊ូគ្រប់ត្រូវឯងយើងមិនអាចធ្វើអីនោះ ខ្ញុំកំពុងធ្វើការតាមច្បាប់ក្រុមហ៊ុនតែប៉ុណ្ណោះ ខ្ញុំបានផ្ញើសារលោកតាទី2មកហើយមិនយូរទេលោកតាទី2នឹងមកដល់ទីនេះចាំមើលនាងស៊ូគ្រប់ត្រូវម្នាក់នេះបានទេលោកតាមកហើយមានរឿងអីនាងស៊ូគឺអាម្នាក់ដែលបានសម្លឹងមកនេះគឺវាបានវាយសន្តិសុខក្រុមហ៊ុនរបស់យើងតែប្រឯងគឺជាស្រីដែលគ្មានភាពអ៊ីនឹងខ្មាស់មិនទេឯងមិនស្រឡាញ់ខ្លួនឯងយើងនឹងដល់ដំណើររបស់ឯងហ៊ានប្រហើនឯងនោះគ្មានប្រហើននេះចូលមកក្រុមហ៊ុនបានយ៉ាងម៉េចយ៉ាងកើតទៅ លោកតាទី2មិនដូចនេះទេនាងតែងគេមិនមែនជំនួសប្រហែល យើង ទេ បានកយើងគឺជាម្ចាស់ក្រុមហ៊ុននេះយល់អឯងបញ្យល់គ្មានប្រហើនម្នាក់នេះផងទៅសូសៀនប៉ុននាងបានរៀនចប់មកហើយឲ្យយកអានេះមកធ្វើការនៅកន្លែងនេះបែបហ្នឹងមិនក៏យកគេមកធ្វើការទីនេះអញ្ចឹងជប់សិនក្រុមហ៊ុននេះមានច្បាប់ពីនេះមិនអនុញ្ញាតឲ្យអ្នកណាចូលមកដោយគ្មានលក្ខខណ្ឌអនុញ្ញាតទេឯងកំពុងនិយាយស្អីមិនហើយខ្ញុំកំពុងនិយាយពីលោកបើលោកគ្មានលក្ខខណ្ឌអនុញ្ញាតលោកចូលដោយរបៀបណាលោកកំពុងតែបំពេញហើយលោកចេះទៅទៅហើយលោកវានិយាយទេវាមិនអនុញ្ញាតឲ្យយើងចូលទេសូសៀនប៉ុនឯងមើលទៅគេបានគាត់យើងមិនអីទេលោណា លោកតាទី2មិនមានន័យដូចនេះទេ ហើយចូលមានន័យយ៉ាងម៉េចគ្មានណាហាមគាត់យើងមិនឲ្យយើងចូលបានទេចេញទៅ លោកតាទី2 លោកតាមិនអីទេលីនតែនឯងហ៊ានប៉ះពាល់លោកតាទី2ផងឯងគាត់គឺជាប្រធានធំរបស់ស៊ូគ្រប់ឯងកំពុងរកសេចក្តីស្លាប់ហើយ លោកតាទី2គេមិនមែនធ្វើដោយបំណងទេចាំខ្ញុំឲ្យគេសុំទោសលោកតាទី2សុំទោសលោកតាទី2ទៅ នាងស៊ូខ្ញុំកំពុងគោរពច្បាប់ហើយធ្វើតាមទូនាទីរបស់ខ្ញុំហើយត្រូវសុំទោសបាទឯងពិតជាប្រហើនមែននេះជាការរៀបចំរបស់ក្រុមហ៊ុនឯងសូម្បីតែយើងក៏មិនឲ្យចូលឯងកំពុងតែធ្វើព្រាបប្រដាហើយយើងឲ្យឯងស្លាប់ជាមិនខានទេ លោកតាទី2មិនមែនដូចនេះ សូម ទេ កុំយកអំណាចរបស់លោកមកកេងការឲ្យសោះលោកមិនមែនក្មេងទេត្រូវយកច្បាប់ទម្លាប់ផងខ្ញុំនិយាយឲ្យក្រុមហ៊ុនមានច្បាប់បើគ្មានលិខិតអនុញ្ញាតទេខ្ញុំមិនអាចឲ្យចូលបានទេឃើញដែរទេនេះគឺជាច្បាប់របស់ក្រុមហ៊ុនហើយឆាប់ចេញពីព្រឹងរបស់យើងភ្លាមទៅទោះជាអ្នកធំខ្ពស់ស្មើមិនក៏មិនអាចចូលបានដែរព្រោះនេះគឺជាច្បាប់របស់ក្រុមហ៊ុនដូច្នេះលោកគួរតែយល់ហើយតាមមិនដែរទេអាសន្តិសុខគម្រោងឆាប់ចេញពីព្រឹងរបស់យើងភ្លាមយើងជាសន្តិសុខនៅទីនេះគឺមានសិទ្ធិគ្រប់គ្រាន់ប៉ុន្តែមិនមែនលោកទេហើយជាអ្នកហ៊ាននិយាយពីបែបនេះជាមួយយើងផងអីមិនក៏លោកមិនគោរពច្បាប់ខ្លួនឯងយើងស៊ូឆោជឿនតាមក្រុមហ៊ុនរបស់លោកមានគោលការណ៍បែបនេះតាមមិនដែរទេគឺអាចចង្រៃអ្នកលោកតាអ្នកអង្គរឯងធ្វើលោកតាកាំងបេះដូងហើយច្បាប់ឈួតយកស្អីទៅអ្នកលោកម្ចាស់នាងស៊ូបានអនុញ្ញាតឲ្យមានច្បាប់នៅក្រុមហ៊ុនខ្ញុំបានធ្វើតាមការងាររបស់ក្រុមហ៊ុនហើយតាយ៉ាងម៉េចខ្ញុំខុសហើយច្បាប់ប្រជាច្បាប់បតើយើងជាស៊ូឆោជឿនច្បាប់នេះគ្មានប្រសិទ្ធភាពចំពោះយើងទេមានប្រសិទ្ធភាពទាំងអស់សម្រាប់អ្នកនៅក្រុមហ៊ុនហើយដែលថាគ្មានប្រសិទ្ធភាពគឺត្រូវតែគោរពច្បាប់ទាំងអស់គ្នាទៅបានលោកតាចាំមិនថាលោកតាចាំមិនថាលោកតាលោកប្រុសអូខេខ្ញុំប្រាប់ឯងបើលោកតារបស់ខ្ញុំកាសីឯងប្រកាសជាទទួលខុសទៅឯងនឹងចាប់ជាមិនខានទេកុំបារម្ភអីលោកតារបស់ឯងគ្រាន់តែរត់នៅក្នុងបេះដូងទេមិនអាចស្លាប់បានទេឯងមិនបានលើទេមនុស្សល្អរស់មិនបានយូរទេចំណែកមនុស្សអាក្រក់វិញគឺរស់បានយូរគឺឯងពិតជាចង្រៃណាស់លោកតាស្មារតីទៅក៏រវល់ជាមួយនឹងអាកម្រោនេះឯងលោកតាយើងផ្ញើទុកសិនចុះចាំមើលណាយើងនឹងចាត់ការអីហើយ លោកតាទី2គេគ្រាន់តែធ្វើតាមច្បាប់ក្រុមហ៊ុនតែប៉ុណ្ណោះទេហើយបើគេមិនធ្វើគឺវាខុស លោកតាមិនអីទេឆាប់ដកវាចេញពីទីនេះភ្លាមទៅមិនចឹងទេមានរឿងកើតឡើងជាមិនខានទេឈប់សិនអ្នកនាងស៊ូគឺជាប្រធានក្រុមហ៊ុនគ្មានអ្នកណាហ៊ានប៉ះពាល់ជាដាច់ខាតបើមិនចឹងទេទូនាទីរបស់សន្តិសុខខ្ញុំគ្មានតម្លៃទេ លោកតាទី2រឿងនេះបើសិនជាខ្ញុំឲ្យសុំសានឈានចូលទៅក្នុងក៏គេមិនឲ្យចូលទៅដែររឿងនេះគឺជាការគោរពច្បាប់ព្រោះក្រុមហ៊ុនក៏ត្រូវមានច្បាប់ដែរ នេះឯងហ៊ានសុំបីតប៉ារបស់ឯងក៏មិននិយាយជាមួយយើងបែបនេះដែរឯងពិតជាគ្មានស្រីដល់គេក្អោបដល់ហើយយើងមិនជឿឯងឆាប់ចាក់ចេញពីគេទៅឆ្ងាយទៅ នេះតែនេះជាទូនាទីរបស់លោកមែនទេគ្មានអ្នកណាម្នាក់អាចចូលទៅគ្មានសិទ្ធិអនុញ្ញាតនោះទេ ទទួលបញ្ជាសូមចេញលើសូសូមស្រាយច្បាស់ខ្ញុំធ្វើល្អនៅក្រុមហ៊ុនតែមិនធ្វើល្អចំពោះលោកនេះឯងប្រហែលណាយើងចាក់ចេញពីក្រុមហ៊ុនឯងឆាប់ចេញពីក្រុមហ៊ុនរបស់យើងព្រលៀមទៅចេញទៅសូមចេញ លីតែនពេលនេះខ្ញុំជឿចិត្តលើលោកហើយ លោកតាឥឡូវនេះយើងក៏ធ្វើអីទៅយើងនឹងបន្តណាទាំងអស់យើងនឹងចាំនៅទីនេះរហូតដល់អ្នកចាត់ការផ្សេងមកដល់តើគេមានសមត្ថភាពចាត់ការជាមួយអ្នករកគ្នាដែរទេលោកតា
ល្បីនេះល្អណាស់បើគេហ៊ានមកគេប្រកាសជាមានរឿងជាមិនខានទេស្លាប់មែនទេលោកតាខ្ញុំនឹងបាយបំបាក់ជើរបស់គេដោយខ្លួនឯងជាមិនខានទេមនុស្សថោកទាបហើយចង់លេងជាមួយនឹងយើងផងអីយើងនឹងបានឃើញទីបំផុតតែណានិយាយយើងស្ដាប់នៅក្នុងក្រុមហ៊ុននេះឯងចាប់ទៅមើលចូលដល់ហើយលោកតាប្រាប់ខ្ញុំមកខ្ញុំនឹងជួយលោកតាប្រាប់ខ្ញុំមកហើយលោកតាពួកគេមកហើយលោកតាទីបំផុតលោកមកហើយតែជីរមកទីនេះតាំងពីពេលណាទៅលោកតាគេខ្លាំងធំណាស់សូម្បីតែប្រធានក្រុមហ៊ុនក៏ហ៊ានខាត់ដែរគេហ៊ានចូលមកប្រកែកជាមួយលោកតាទី2គេមិនឲ្យចូលទេហើយលោកបងពីខាត់របស់មែនទេលោកតាទី2លោកតាជាអ្នកធំបំផុតសម្រាប់ក្រុមហ៊ុនស៊ូគ្រប់សូម្បីតែស៊ូសាងជៀនដែលជាមនុស្សចាស់ក៏គេហ៊ានប្រឈមមុខដែរស៊ូជីវ័នមានច្បាប់ត្រឹមត្រូវម្ល៉េះយើងអាចបានជាយើងខលពួកឯងមកជួបស៊ូស៊ីពុនមិនដឹងថាគេបង្កើតច្បាប់ឈួតយកស្អីទេគេធ្វើបែបនេះផងសូម្បីតែតានេះក៏នេះមិនទុកមកឲ្យដែររបស់ខ្ញុំពិតជាមិនយល់ច្រឡំទេក៏ពិតទៅស៊ូស៊ីពុនឲ្យគេម្នាក់នេះរៀបចំក្រុមហ៊ុនគេម្នាក់នេះពិតជាមិនស្គាល់ខ្ពស់ទៀតមិនអ្នកណាឲ្យគេរៀបចំច្បាប់នេះទៅឆាប់ទៅសាក់មើលទៅនឹងដឹងហើយចុះសិនហើយមានភ្នែកដែរទេហើយហ៊ានខាត់យើងហ៎ហើយប្រហែលមិនស្គាល់មិនដីហើយបើខ្ញុំមកយើងចង់ដឹងថាខ្លាំងប៉ុណ្ណាទៅចាប់ទីពីយើងក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវគំហ៊ានចូលដោយគ្មានការអនុញ្ញាតបើលោកនៅតែសម្រាប់ចូលលោកនឹងមនុស្សរបស់លោកប្រកាសជាមានរឿងជាមិនខានទេលោកគួរតែយល់អាយនិយាយស្អីហ៎អាយហ៊ាននិយាយជាមួយនឹងពួកយើងបែបនេះយ៉ាងម៉េចនឹងអាសន្តិសុខហើយប្រហែលជាមិនស្គាល់សន្តិសុខស្មួយម្នាក់នេះទេស៊ូស៊ីមុនបើនាំមនុស្សចម្លែកពេកផ្សាយនេះមកពីជនបទគេឲ្យស៊ូស៊ីមុនគ្រប់គ្រងគេមិនទុកមុខឲ្យយើងទេបំប្រតិ5គឺថាស័កសមនៅក្រុមហ៊ុននេះដែរទេតែឲ្យគិតជាមួយជាមួយនឹងគេប្រហែលជាគេពិតជាដេញឲ្យចេញទៅក្រៅវិញហើយខ្ញុំពិតជាមិនជឿថាគេហ៊ានឲ្យខ្ញុំមកចេញទៅក្រៅទេខ្ញុំនឹងសម្រាប់ចូលទៅមកឆាប់ចូលទៅហើយនេះគ្រាន់បើមិនឲ្យយើងចូលមិនទេស៊ូស៊ីមុនចាប់ចេញមកភ្លាមមកខ្ញុំមិនជឿខ្ញុំនឹងចូលទៅក្រុមហ៊ុនដោយខ្លួនឯងទៅពួកលោកអាចចូលបានប៉ុន្តែបើចង់ចូលពួកលោកត្រូវតែមានលក្ខខណ្ឌអនុញ្ញាតពីក្រុមហ៊ុនបើមិនដូច្នេះទេយើងមិនឲ្យចូលទេមានការអនុញ្ញាតមិនឲ្យចូលមកប្រុសឥឡូវនេះយើងគួរធ្វើយ៉ាងម៉េចទៅយើងគួរតែធ្វើតាមរបៀបណាយើងគួរតែត្រឡប់ទៅវិញទៅលោកតាមិនអីទេយើងនៅរកប្រទេសផ្សេងទៀតចុះណាលោកតាត្រូវមានតែរកប្រទេសផ្សេងឯងចង់ចាំហើយទោះជាយើងមានភាគហ៊ុនធំយ៉ាងណាប៉ុន្តែយើងមិនព្រមចោះចាក់លើព្រៃផ្សាយនេះទេអាយ៉ាយ៉ាងម៉េចឯងមិនខាត់យើងទេហេតុអីក៏ឯងមិនខាត់យើងអញ្ចឹងហ៎មើលតែឯងដូចជាកូនប្រពៃតែជ្រុះយ៉ាងអញ្ចឹងណាដឹងតែទេអីអូយលេងយើងភ្លាមក្រែងក៏កតុំណាស់ឯងមិនគ្រាន់បើទៀតទៅលេងយើងទៅឯរបស់យើងបាក់ឡើងហើយលើក្រោយកុំនិយាយគ្រាន់បើទៀតណាបើមិនដូច្នេះទេមកសម្អុយឯងនឹងបាយជាមិនខានទេហើយអាចចង្រៃផ្ញើទុកសិនចុះឯងមានរឿងធំហើយទោះបីជាឯងអនាគតប្តីរបស់អ្នកនាងស៊ូក៏ដោយប៉ុន្តែម្ចាស់ភាគហ៊ុនទាំងអស់មិនព្រមរកលេងតួឯងទេរឿងនេះប្រកាសជាមានបញ្ហាធំនេះសួស្តីអ្នកទាំងអស់គ្នាហេតុអីក៏មកទីនេះអញ្ចឹងហើយនឹងមានមុខមកសួរយើងទៀតស៊ូលោកយ៉ាងយើងគិតថាដំណើរវិធានបាយទៅបញ្ចប់ហើយលោកពូទី2តែខ្ញុំធ្វើឲ្យខុសបានជាលោកពូខឹងនឹងខ្ញុំបែបនេះអញ្ចឹងពីមកពីកូនស្រីឯងស៊ូស៊ីវ៉ុនបើជាគេកាណាព្រោះនាងមិនបានទុកមុខបាត់ឲ្យពួកយើងជាមនុស្សចាស់ទេឬខ្ញុំមិនអាចជួយមកក្រុមហ៊ុនបានហើយមិនបានរកកំណត់មែនទេមិនក៏ពួកគេធ្វើអញ្ចឹងនេះស៊ូស៊ីវ៉ុនឯងមកតាំងពេលល្មមហើយបង្ករឿងស្អីទៅលោកប្រធានបានលើរឿងនេះពីណាមកឯងមិនបានដឹងទេតាំងពីលោកមិនបានចូលក្រុមហ៊ុនមកអ្នកភាគហ៊ុនទាំងអស់មិនបានគោរពគោលការណ៍របស់ខ្លួនទេធ្វើអីតាមតែសិទ្ធិរបស់គេតែប៉ុណ្ណោះទេឯងគិតបែបនេះបានយ៉ាងម៉េចយើងគឺជាលោកតារបស់ឯងដូច្នេះឯងគួរតែប្រកបកិត្តិយសយើងផងខ្ញុំមិនបានធ្វើអីខុសទេបើនិយាយពីរឿងផ្ទាល់ខ្លួនលោកគួរតែនិយាយនៅផ្ទះទៅប៉ុន្តែទីនេះជាក្រុមហ៊ុនលោកប្រធានមិនបានមកប្រជុំនៅទីនេះទេឥឡូវសូមស្នើពួកលោកចេញពីបន្ទប់ប្រជុំជាបន្តហើយចុះបើសិនជាយើងមិនទៅមែនទេបានអញ្ចឹងខ្ញុំត្រូវហៅសន្តិសុខហើយលឿនទេឆាប់មកទីនេះជាបន្តទីនេះមានបញ្ហាស៊ីបូនឯងចង់ធ្វើស្អីនឹងស៊ូស៊ីបូនឯងមិនហ៊ុនខ្លាំងណាស់យើងចាប់ពីហ៊ុនហើយក៏មកពួកយើងចូលយើងបានបង្ករឿងអ្វីទៅប្រឆាំងជាមួយនឹងពួកឯងយ៉ាងម៉េចមើលទៅនេះរកគុណស្រីដ៏ឆ្លាតរបស់ឯងនោះមើលទៅពីក្រុមយើងដែរទេស៊ីបូនឯងនិយាយពីស្អីហ្នឹងនិយាយពីប្រាឆាប់សុំទៅលោកតាទី2ភ្លាមទៅឆាប់ឡើងទៅចូលក្រុមហ៊ុនតែមានលក្ខខណ្ឌអនុញ្ញាតហេតុអីត្រូវសុំទៅពួកគាត់ឯងពិតជាជាមួយនឹងប៉ាខ្លាំងណាស់លោកពូកូនស្រីខ្ញុំនៅគ្មានមិនដឹងអីទេទោះឲ្យខ្ញុំសុំទៅជាមួយកូនស្រីខ្ញុំផុតទៅចូលណាគាត់តែសុំទៅគាត់ថាចំងាយអ្នកណាមកបង្ករឿងនៅទីនេះអ្នកនាងស៊ូអ្នកណាកំពុងបង្កបញ្ហាស៊ូស៊ីបូនហើយនេះជារឿងបង្កឯងហៅសន្តិសុខមកធ្វើអីបើហឺណាឯងធ្វើបែបនេះដាក់មុខប៉ារបស់យើងផងហ៎ហើយគេធ្វើបែបនេះចាប់នាំគេចេញភ្លាមទៅនេះជាបញ្ជារបស់អ្នកនាងស៊ូមែនទេមកលោកចង់ចេញសារបញ្ជានេះសិនទៅលៀនតែនឯងចង់ប្រឆាំងជាមួយពួកយើងមែនទេកុំហ៊ានធ្វើបែបនេះសិនណានេះវិជីអាចមិនទៅហើយលោកតាវាវាយខ្ញុំចង់សម្រាប់វាឯងពិតជាចង្រៃណាស់យើងមិនខ្វល់ថាសុខនឹងយ៉ាងម៉េចទេតែឯងនឹងទេថាយើងនេះយើងជានរណាលោកពូជួយច្រឡំហើយឯងនឹងទេថាយើងជានរណាលោកប្រសូចាំខ្ញុំចាត់ការពួកឯងម្នាក់ម្ដងទេចង់បែបហ្នឹងតាមមិនដែរទេឯងពិតជាឈួរឲ្យចាត់ការយើងភ្លាមទៅខ្ញុំនឹងឲ្យប៉ូលីសមកអូក្បាលវាចេញទៅភ្លាមចាប់ទៅមើលចុះគឺឯងបានបង្ករឿងណាឯងឆាប់ចេញទៅភ្លាមទៅចេញទៅជប់សិនលោកអ្នកចាត់ការខ្ញុំគឺជាប្រធាននៅទីនេះមានតែខ្ញុំម្នាក់គាត់ដែលមានសិទ្ធិខ្ញុំសូមទទួលខុសត្រូវនេះឯងល្អណាស់
បើអញ្ចឹងយើងនឹងចាត់ការឯងមុនឥឡូវនឹងចាត់ការនៅទីនេះហើយយើងនឹងចាត់ការឯងស៊ូស៊ីមុនយើងមិនឲ្យធ្វើជាប្រធានទៀតទេខ្ញុំព្រមខ្ញុំក៏ព្រមដែរពួកយើងចូលព្រមពូទី2អ្នកភីហ៊ុនសូមស្មារតីអារម្មណ៍សិនទៅខ្ញុំនឹងណែនាំស៊ីសុវណ្ណខ្ញុំនឹងបញ្យល់នាងបានហើយដូច្នេះឯងខុសហើយចាប់ដើមរៀបចំការប្រជុំភ្លាមទៅលោកពូទី2នេះយើងប្រជុំសិនទៅល្អយើងនឹងប្រជុំនៅទីនេះដូច្នេះចេញទៅភ្លាមទៅមានអ្វីតែតជាមួយនឹងលីនតេនតែគេសាកសមនៅក្នុងអង្គប្រជុំជាមួយនឹងពួកយើងដែរទេមានអ្វីតែតជាមួយនឹងលោកលីនតេនគេមិនអាចចេញបានទេនាងបានហើយយើងមិនចាត់ចំណាយពេលនៅទីនេះទេយើងចាប់ផ្ដើមប្រជុំទៅនេះជាកំហុសរបស់ប្រធានស៊ូស៊ីងទេដូច្នេះចាប់ផ្ដើមប្រជុំភ្លាមទៅលោកពូទី2រឿងដែលកាលឡើងសតតែជាការចូលច្រឡំបន្ថយយ៉ាងណាទេគឺនាងបានធ្វើខុសហើយមានហេតុផលរបស់វាយល់ទេមានហេតុផលដែលនាងអាចខ្លួនឯងជាប្រធានមែនទេដែលប្រើមនុស្សខ្វះការអប់រំបែបនេះមកធ្វើការនៅទីនេះប្រើច្បាប់ព្រៃបែបនេះសត្វតែណាធ្វើបែបនេះនោះសុវណ្ណជីវិជាសម្ដីរបស់លោកតិចទៅគេព្រៃផ្សៃត្រង់ណាទៅឥឡូវអនាគតគេជាស្វាមីរបស់ខ្ញុំបែបហ្នឹងឯងបានសម្បកខ្ញុំហើយឯងបានយកសត្វតែមកធ្វើជាប្តីរបស់ឯងមើលឯងអត់ប្តីរបស់ឯងធ្វើបែបនេះអញ្ចឹងដូចជាមិនសមទេនៅក្នុងក្រុមហ៊ុនធ្វើបែបនេះប្រកាសជារលីក្រុមហ៊ុនជាមិនខានទេគេពិតជាធ្វើតាមបញ្ជារបស់ខ្ញុំគឺជាប្រធានក្រុមហ៊ុនខ្ញុំមានសិទ្ធិអាចប្រើគេបានបើអ្នកទាំងអស់គ្នាយកសិទ្ធិនេះកំចាត់ខ្ញុំស៊ូស៊ីបុនបាទនេះនៅក្នុងគេឡោះហើយក៏ប៉ុន្តែមនុស្សទាំងអស់នេះហើយដែលមកបង្កបញ្ហាមុនហើយគួរតែចាត់ការឲ្យចេញទៅបាននាងស៊ូនេះគឺជាបញ្ជីភ្ញៀវចេញចូលនាងអាចពិនិត្យមើលបានសូមចេញមើលចុះចាត់ការទៅស៊ូវិនជីចាត់ការស៊ូឆាំងឈៀនចាត់ការស៊ូឆាំងស៊ូស៊ូស៊ីបុនឲ្យចង់បានថាម៉េចនឹងនេះឯងពិតជាចង់សងសឹកជើងខ្ញុំមិនបានសងសឹកអ្វីនោះទេលោកចាត់ការអ្នកទាំងអស់គ្នាទៅឆ្លងកាត់តាមទ្វារក្រោយខ្ញុំគ្រាន់តែធ្វើអ្វីឲ្យលោកដឹងតែប៉ុណ្ណោះទេមានបញ្ហាអ្វីទៀតបើមានបញ្ហាខ្ញុំនឹងល្បិចក្នុងបញ្ជីនេះឲ្យបានច្បាស់ឲ្យពួកគេទទួលកំហុសដែលពួកគេបានធ្វើខុសអីទៅក៏ពិតទៅគ្រាន់តែជារឿងកូនក្មេងទេក៏ធ្វើរឿងនេះខ្លះទៅជារឿងធំនៅក្នុងក្រុមហ៊ុនអត់សោះណាយ៉ាងណាក៏ដោយមិនគួរធ្វើបែបនេះទេព្រោះយើងធ្ងន់ធ្ងរពេកហើយលោកតាមានមតិអីខ្លះនេះអីលោកតាបើមានគំនិតយ៉ាងណាមួយយើងអាចពិភាក្សាគ្នាផ្ទាល់បានកម្រិតចោលគ្នាអីមិនអញ្ចឹងគួរស្ដាយណាហើយញ៉ាំទុកសិនចុះទទួលបានចម្លែកតែចង់ធ្វើស្អីលោកចាត់ការខ្ញុំជាអ្នករក្សាសុវត្ថិភាពនៅទីនេះពួកយើងនឹងគ្រប់តាមច្បាប់របស់ក្រុមហ៊ុនឲ្យត្រឹមត្រូវទោះបីជាត្រូវគេគំរាមកំហែងក៏ដោយយ៉ាងហើយណាគ្រាន់តែមានរបួសព្រោះតែទូនាទីនេះជាទំនាប់របស់ខ្ញុំហើយបាយខ្ញុំឯងនឹងបានទទួលរង្វាន់ខ្ញុំគិតថាលីនតេននិយាយត្រូវក្រុមហ៊ុនគួរតែរៀបចំរង្វាន់ផ្ដល់ឲ្យគេហើយសម្រាប់ខ្ញុំជាប្រធានសម្រាប់លោកលីនគឺត្រូវតែទទួលរង្វាន់ដ៏ស័ក្តិសមដើម្បីឲ្យគេរៀបចំច្បាប់នៅក្រុមហ៊ុនបន្តទៅទៀតរង្វាន់ដែលប្រគល់ឲ្យគេនោះគឺ 10000 ជាន់ហើយត្រូវដំឡើងតំណែងជាប្រធានសន្តិសុខជំនួសមេក្រុមក៏អត់ទៅទៅជប់បង្ករឿងទីទៅបាទហើយលោកពូទី2ចាប់ខ្ញុំបញ្ជូននាងឲ្យបានច្បាស់លោកប្រពន្ធស្បែងតាំងពីខ្ញុំបម្រើការងារក្រុមហ៊ុនមកខ្ញុំមិនដែលធ្វើអីល្អដូចថ្ងៃនេះទេថ្ងៃនេះធ្វើបានល្អណាស់ពួកគេគ្មានហ៊ានគេកាំងទៀតទេពួកគេពិតជាអាត្មានិយមផងមានតែបង្ករឿងនឹងជួបភ្លៀងនៅក្នុងក្រុមហ៊ុនប៉ុន្តែពេលនេះពួកគេស្ដាប់ការគ្រប់គ្រងរបស់ខ្ញុំធ្លាប់តែតាំងនៅក្នុងរឿងទាំងអស់នេះឥឡូវនេះអស់អីហើយខ្ញុំបានចាត់ការពួកគេហើយអរគុណទេប្រពន្ធបងហើយក៏ត្រូវអរគុណអ្នកណាជាប្រពន្ធលោកទីនេះជាក្រុមហ៊ុនហើយខ្ញុំថាអ្នកនឹងស៊ូបានហើយទទួលបញ្ជាបានចឹងនិយាយទៅផ្ទះទៅហើយត្រឡប់មកផ្ទះបានយ៉ាងម៉េចហ៎លោកមិនដឹងថាពួកគេបង្កបញ្ហាយ៉ាងណាទេមិនឲ្យគេនៅក្នុងក្រុមហ៊ុនបានទៀតទេតែមានសិទ្ធិឡើងតាមពិតទៅខ្ញុំមិនបានធ្វើអីទេខ្ញុំគ្រាន់តែជួយក្រុមហ៊ុនទៅវិញទេឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវហើយនឹងក៏បានឲ្យរង្វាន់ខ្ញុំដែរខ្ញុំមិនចង់ឃើញសមាជិកគ្រួសារនិយាយពីរឿងនេះទេចង់ឲ្យយល់សរសើរហើយនឹងថាខ្ញុំគិតអីទេហើយស្ទើរតែមានរឿងធំទៅហើយលោកប៉ាខ្ញុំពិតជាមិនអាចទទួលក្មេងម្នាក់នេះបានទេធ្វើតែគេជិះពីគ្រួសារស៊ូរបស់យើងទៅលៀបទៅបងខ្លៃទៅតែមិននៅផ្ទះរបស់យើងទេណាលោកអ៊ំស៊ូសើហើយមិនរកបានធ្វើស្រោចច្រើនទេលោកតាតាមពិតស៊ូសើបានជាស្រួលបួលហើយអរគុណហើយប្រពន្ធសម្លាញ់ស៊ីបូរ៉ាឯងឈួតហើយឯងសរសើរពីគេយ៉ាងម៉េចទៅវាជាការល្អទៅវិញទេដែលគេមិនមែនអាក្រក់ឯងត្រូវតែធ្វើបានល្អយល់ដែរទេខ្ញុំយល់ហើយបងថ្លៃចាំណាបងថ្លៃទៅផ្ទះរបស់ខ្ញុំបាក់របស់ខ្ញុំកំពុងតែចាំបងព្យាបាលជំងឺគាត់ស៊ីបូរ៉ាមករបស់ទៅចោលឯងជាច្រើនឆ្នាំហើយគាត់ធ្វើព្រីភ្លើងអញ្ចឹងខ្ញុំមិនមែនទៅមើលគេភ្លាមទៅចាលោកតាខ្ញុំសន្យាថានឹងធ្វើបានល្អហើយល្អណាស់ទៅសួរសុខទុក្ខម៉ាក់ចិញ្ចឹមរបស់ខ្ញុំត្រូវតែនិយាយឲ្យល្អសន្យាណាមិនត្រូវគេបន្ទុកជាមួយខ្ញុំទេប្រពន្ធសម្លាញ់តែហេតុអីទៅប្រពន្ធសម្លាញ់បងថ្លៃចង់ឲ្យខ្ញុំនាំទៅបន្ទប់ទេមិនបាច់ទេបាត់មែនទេដរាបណាបងថ្លៃអាចជាបានជំងឺម៉ាក់ខ្ញុំបានខ្ញុំអាចធ្វើអីក៏បានដែរឲ្យតែបងថ្លៃចង់បានស៊ូនៅទីនេះទេចានៅទីនេះទេបងស្រីបងថ្លៃខ្ញុំចង់ធ្វើអីដូចដែលខ្ញុំនិយាយក្មេងស្រីនេះហើយនេះត្រង់នេះហើយមុនជួបម៉ាក់ចិញ្ចឹមរបស់ខ្ញុំត្រូវតែពិចារណាសម្ដីរបស់លោកកុំរំអីបងថ្លៃម៉ាក់របស់ខ្ញុំចិត្តល្អពួកទាំងនេះសុទ្ធតែអត់បានការប្រាប់គេទៅថាខ្ញុំមិនអាចធ្វើការជាមួយនឹងក្រុមហ៊ុនរបស់លោកបានទេនាងសៀកុំរំអីយើងមិនធ្វើខុសចិត្តទេទទួលទៅយកទៅពិនិត្យទៅណាស្អីគេល
លោកចង់ឲ្យខ្ញុំរៀបការជាមួយលោកទេ រ៉ាប់ណាស់នេះរៀបការជាមួយខ្ញុំគឺពួកយើងអាចនិយាយគ្នាបាន លីសាលោកកំពុងតែលេងសើចជាមួយខ្ញុំហើយខ្ញុំអាចធ្វើច្បាប់របស់លោកបានលោកដល់តម្លៃឲ្យ តែ ខ្ញុំ ខ្ញុំ ផង បញ្ហាទេសំខាន់ឲ្យតែចូលការរត់នៅជាមួយគ្នាបានល្អទៅគឺបានមកតែហើយ លីសាប្រាប់ទៅវិញទៅមិនអាចរួចទេ ហេតុអីនេះគ្រាន់បានម្លេះចាំមើលទៅតាពេលណានាងរកប្តីបានទៅចាំទៅមើលចុះ លេងខ្ញុំ នាងចាំមើលណាចាំខ្ញុំមិននេះមកធ្វើនាងក្រុមជាមួយនឹងខ្ញុំហើយនឹងមានអារម្មណ៍រំភើបជាមួយខ្ញុំ អូជួយខ្ញុំផង ដូចជាស្រែកតែបងប្អូនក៏គ្មានអ្នកណាមកជួយដែរ ជួយខ្ញុំផង មានអ្នកណាជួយបានទេមានអ្នកណាជួយបានទេ ជួយខ្ញុំផងម៉ាមានរឿងអីហ្នឹងសៅស៊ូជួយខ្ញុំផងអត់ទេ តែធ្វើស្អីហ្នឹងហ៎ ម៉ាចាំមិនហើយម៉ាមិនអីទេ មិនជារឿងរបាយទេឯងក៏ចេះដឹងនេះអូយតែឆ្ងាយកុំឲ្យយើងឃើញមុខទៀតញ៉ាទុកសិនចុះណា ស៊ីវ៉ុនគេជាអ្នកណាគេគឺជាលីងតែនគាត់គឺជាបងថ្លៃខ្ញុំជាពិសេសនោះខ្ញុំនាំគាត់មកទីនេះដើម្បីព្យាបាលជំងឺឲ្យម៉ាជើងម៉ាសៅស៊ូឯងចិត្តល្អណាស់អស់ច្រើនឆ្នាំមកហើយដែលឯងមើលថែម៉ាម៉ាពិតជាអស់ផ្លូវហើយម៉ាជឿចាស់បងថ្លៃគឺជាមនុស្សល្អណាស់គាត់គឺជាមនុស្សចិត្តល្អគាត់អាចព្យាបាលជើងរបស់ម៉ាក់បានឯងគិតថាគឺជាការពិតទេបងថ្លៃជួយមើលម៉ាក់ទេមែនហើយ ឡោះណែម៉ាចាប់ខ្ញុំមើល លីតែនលោកពិតជាអាចធ្វើបានមែន បាន ទេ ពើខ្លាំងតែឲ្យត្រូវតែបណ្ដឹងចិត្តពឹសចេញអស់សិនទៅបាន ខ្ញុំជឿជាក់លើលោកឆាប់ឡើងមកឆាប់ឡើងលីតែនលោកអាចធ្វើវាបានទេលោកកំពុងតែប្រថុយជីវិតរបស់ម៉ាក់ខ្ញុំហើយ រួចហើយណែម៉ាសាកមើលទៅ អូជើងរបស់ខ្ញុំពិតជាឡើងវិញហើយអស់ចាំណាអបអរសាទរម៉ាលីតែនខ្ញុំអរគុណលោកខ្លាំងណាស់ មិនទេណែម៉ាម៉ាក់ជាម៉ាក់ចិញ្ចឹមរបស់ស៊ីវ៉ុនការពិតទៅម៉ាក់ជាម៉ាក់របស់ខ្ញុំដែរនេះជាអ្វីដែលខ្ញុំត្រូវតែធ្វើ មែនហើយនេះជាអ្វីដែលគេត្រូវធ្វើហើយបងថ្លៃខ្ញុំបានប្រាប់បងថ្លៃថ្ងៃមុនហើយឲ្យតែបងថ្លៃព្យាបាលម៉ាក់ខ្ញុំជាបងថ្លៃចង់បានអីខ្ញុំឲ្យនឹងណាអ្នកម៉ាក់របស់អ្នកម៉ាក់បានជាហើយអញ្ចឹងខ្ញុំមិនរំខានអ្នកម៉ាក់ទៀតទេមិនទាន់ទៅទៀតទេ ហេប្រពន្ធសម្លាញ់ណែម៉ាក់ខ្ញុំលេសិនហើយ ចាបងថ្លៃកុំភ្លេចបរោះខ្ញុំផងណា លោកគ្រូពេទ្យលោកប៉ារបស់ខ្ញុំយ៉ាងម៉េចហើយប៉ារបស់លោកជំងឺមហារីកខ្លាំងយ៉ាងធ្ងន់ធ្ងរមហារីករីកដាល់ឡើងយើងបានប្រើថ្នាំល្អបំផុតហើយប៉ុន្តែពេលវេលាអាចជួយបន្ធូរការឈឺចាប់តែប៉ុណ្ណោះលោកក៏ប្រាប់ថាថ្នាំពេទ្យមិនអាចព្យាបាលជំងឺមហារីកបានហើយសោះណាលោកប្រសិនមហារីកខ្លាំងអាចព្យាបាលបានហើយខ្លះទៀតអាចព្យាបាលមិនបានទេប៉ុន្តែមហារីកខ្លាំងគឺមិនអាចព្យាបាលបានឡើយលោកគ្រូពេទ្យប៉ាខ្ញុំមានលុយច្រើនណាស់ចង់ចាយអស់មួយជីវិតក៏បានដែរហេតុអីក៏លោកនិយាយបែបនេះបានហើយមិនទេបើព្យាបាលមិនជាក៏ឲ្យតែចុះណាដល់ពេលវាស្នាកំណត់ហើយឯងនៅប៉ាទៅផ្ទះទៅទោះជាយើងមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយក៏មិនអាចព្យាបាលបានដែរដល់ពេលហើយណាឈប់និយាយតទៅទៀតទៅ អាឡូថាម៉េចជារបស់សេយុជាបាជាហើយអើយអចាគ្រូពិតជាអចាមែនហើយលោកត្រូវតែនិយាយគេមកគ្រូសាសិញណាពួកអត់ទេខ្ញុំទៅរកគេចុះណានេះគូប្រុសឆាប់ទៅរកគេភ្លាមប្រពន្ធសម្លាញ់អូនប្រចាំមែនទេ ខ្ញុំនេះហ៎ប្រច័នតើអាចទៅរួចទេដាក់ខ្ញុំប្រច័ននោះតើអាចទៅរួចទេដាក់ខ្ញុំប្រច័ននោះ ល្អមិនប្រចាំក៏មិនប្រចាំតែចុះណាវាមិនទេ ឲ្យលោកមកកេលើក្រែនេះលោកទៅកេលើកប្រាល់ទៅ ណែអូនអាប់ដេតរបស់អូនទៅគេលើកប្រាយ៉ាងម៉េច ណែយើងទាំងពីរមិនទាន់រៀបការហើយក៏មិនទាន់ជាប់ពាក្យទៀតលោកកេងត្រង់ណាគឺទៅកេងត្រង់នោះទៅ ក៏បានអញ្ចឹងបងទៅរកលោកតា លោកអាំងអីអាំងតែលោកតាលោកមិនទទួលយកខ្លួនឯងទេបានអញ្ចឹងខ្ញុំព្រមទទួលយកទេ មានអីទៀត ធ្វើតែជាមុនខ្ញុំនឹងគ្រួសារខ្ញុំត្រូវចេញទៅខាងក្រៅលោកត្រូវរកប្រាក់បាន3000លានបានមិនបានទេ តែ តែ ខ្ញុំ បញ្ចុះ ត្រូវចំណាយទៅថ្លៃផ្ទះអស់ប្រហែលទៀតទៅហ៎ ខ្ញុំគ្រាន់តែមិនជឿជាក់លោកតែលោកឯងរកប្រាក់ខ្លួនឯង បើ បាន សិន ទេ ជាធ្វើតេស្តបានជោគជ័យនោះអូននឹងមានរង្វាន់ឲ្យបងមែនទេ បើលោកធ្វើតែជាប់លោកចង់បានលក្ខខណ្ឌអ្វីទៀតហើយការធ្វើ បើ តែ មិន ទី មានរង្វាន់យល់ល្អបងនឹងទៅរកលោកតា 2កុំទៅទីនោះបើលោកធ្វើតែជាប់ខ្ញុំនឹងសន្យាជាមួយលោក តែតោះស្អី ខ្ញុំសន្យាថា តែតើជាមួយរកចាយបងគេជាមួយហើយថ្ងៃក្តៅដល់ហើយមិនមានកន្លែងតិចសោះហើយលោកអីកន្លែងតិចខ្ញុំធ្វើវាមានមិនឈឹសិនបើជាមិនធម្មតាទេតើត្រូវសរសេរអ្វីទៅឯលោកមកបើខាងនេះមក មកមើលខ្ញុំផង ខាងនេះមកមកនៅទីនេះជំងឺមកទីនេះថាជាតិតែម្ដងយើងព្យាបាលអ្នកជំងឺមកច្រើនអ្នកហើយមកមើលមកណាកុំភ្លេចមកមើលជំងឺឡូសូមចេញចូលមកមើលជំងឺ
អូព្យាបាលជំងឺឆាប់ជាសះស្បើយហ៎ សូមជួយព្យាបាលខ្ញុំមកលោកគ្រូ មកព្យាបាលជំងឺហ៎ព្យាបាលជំងឺព្យាបាលជំងឺមែនទេសូមអធិស្ឋានផងលោកព្យាបាលជំងឺប្រាសាយហើយនឹងក្តៅខ្លួនតាមមែនទេខ្ញុំមិនត្រឹមតែព្យាបាលជំងឺប្រាសាយនិងក្តៅខ្លួនទេសូម្បីតែជំងឺអ្វីព្រីបិសាចអីក៏ខ្ញុំអាចព្យាបាលជាដែរចង់ជំងឺមហារីកយ៉ាជំងឺមហារីកជាជំងឺកាចសាហាវប៉ុន្តែវាមិនអាចឆ្លងបានទេណាខ្ញុំត្រូវតែព្យាបាលតែលោកមានអ្នកជំងឺណាដែលមានមហារីកដែរទេខ្ញុំព្យាបាលឲ្យបានអញ្ចឹងធ្វើចិត្តបន្តិចលោកបន្តទៅទៀតចឹងណាសូមប្រកាសទីនេះមានគ្រូពេទ្យពូកែព្យាបាលជំងឺមហារីកបញ្ញាប់នាំគ្នាមកព្យាបាលមកបើព្យាបាលមិនជាមិនយកប្រាក់ទេក្មេងៗមានអតិភិបមុនព្យាបាលតែមិនគិតថ្លៃជំងឺមហារីកសូមជើញយ៉ាងម៉េចចុះបញ្ចេញនឹងយើងអើយហ៎យ៉ាងម៉េចដែរអើយចាំនិយាយមកឯងធ្វើបែបនេះបានយ៉ាងម៉េចទៅហ៎ពួកយើងធ្លាប់ព្យាបាលអ្នកជំងឺនៅទីនេះតែវាមានខុសទៅហ៎មិនក៏ឯងធ្វើបែបនេះឥឡូវឯងបើហិនពេកហើយកុំជឿគេសោះសូមជើញលោកម្ចាស់នេះលីសាឯងមកពីណាហ្នឹងគឺលោកប្រុសរកខ្ញុំឃើញខ្ញុំមានគ្រូពេទ្យជំនាញខាងជំងឺលោកម្ចាស់ព្យាបាលបានកុំបារម្ភអីហើយចេញពីផ្លូវរបស់លោកម្ចាស់ទៅសូមជើញលោកម្ចាស់សូមជើញណែមិនក៏ជួបឯងទៅហើយឯងមកអុកឡុកស្អីហ្នឹងខ្ញុំទៅវិញទេតែត្រូវសួរឯងនោះឯងលោកលីលោកស្គាល់គ្រូពេទ្យម្នាក់នេះដែរតាមមិនដែរទេអូការពិតអាម្នាក់នេះគេប្រើវេទមន្តដើម្បីបំផ្លាញលោកម្ចាស់ស៊ីនរបស់យើងទេខ្ញុំស្គាល់គេច្បាស់គេគ្រាន់តែជន់វិនិច្ឆ័យចោះលោកម្ចាស់បាលោកឲ្យខ្ញុំព្យាបាលឬក៏ឲ្យគេព្យាបាលគ្រាន់តែលេងសើចទេលោកសិញយកថ្នាំនេះទៅឲ្យប៉ារបស់លោកពិសាទៅណាសូមអញ្ជើញខ្ញុំនិយាយថាលោកសិញឆេងធ្លាប់ប្រើថ្នាំពិសេសមកច្រើនមកហើយខ្ញុំនឹងលោកប៉ាមកទីនេះគឺដើម្បីព្យាបាលព្រោះលើកថាលោកគ្រូពេទ្យពូកែខ្លាំងណាស់បើលោកអាចព្យាបាលប៉ារបស់ខ្ញុំបានគ្រួសារសិញយើងនឹងអរគុណលោកជាខ្លាំងណាស់មិនទាន់ដឹងថាលោកសិញឆេងកើតជំងឺស្អីនៅឡើយទេមានតែខ្ញុំទេទៅដឹងគាត់មហារីក5ឆ្នាំហើយនេះលោកគ្រូដឹងថាខ្ញុំកើតជំងឺមហារីកអររយៈពេល5ឆ្នាំដល់របៀបណាគឺថាខ្ញុំអស់លទ្ធភាពព្យាបាលហើយលោកម្ចាស់កុំទៅជឿគេអីគេគឺជាមនុស្សខកបោកប្រាស់ទេគាត់ខ្នែទឹកជំនាញត្រង់មកតែលោកម្ចាស់សិញសូមលោកប្រាប់ពីអាការជំងឺរបស់លោកមកជំងឺនេះមិនធម្មតាទេវាពិតជាសាហាវខ្លាំងណាស់ណាដូច្នេះទៅព្យាបាលយកចិត្តទុកដាក់មិនអាចជួយប្រហែលទេអើយនោះវាជាការពិតហើយល្អហើយដែលយើងបានដឹងពីវិធីព្យាបាលណែលោកគ្រូពេទ្យអាការៈប៉ារបស់ខ្ញុំតែយ៉ាងម៉េចទៅហើយកុំបារម្ភអីទៅខ្ញុំព្យាបាលបន្តិចសិនណាណែលោកក៏ធ្វើពេទ្យដែរលោកគ្រូពេទ្យលោកកំពុងធ្វើប្រាស្រ័យហ្នឹងប្រាប់ខ្ញុំមកតើមានរឿងស្អីកើតឡើងជាមួយប៉ារបស់ខ្ញុំមិនចឹងខ្ញុំនឹងសម្រាប់លោកហើយគាត់គ្រាន់តែចេញពើពីក្នុងខ្លួនគឺគ្មានស្អីទេបេះដូងរបស់គាត់នឹងតិចកំជាមិនខានទេបើមិនដល់ព្យាបាលបែបនេះទៀតនិយាយតបដោះតែឯងចេះជំនាញពេទ្យស្អីទៅឈាមនឹងហូរចេញអស់ពីរាងកាយនេះឯងកុំនិយាយព្រៃប្រាណានេះជាជំនាញពេទ្យរបស់លោកនោះគឺមកពីក្មេងប្រុសកម្រោនេះជាមិនខានដែលវាប្រើវេទមន្តមកផ្លាញការព្យាបាលរបស់លោកគ្រូពេទ្យខ្ញុំប្រាប់ហើយថាគ្មានផ្លូវទេមកព្យាបាលដោយវិធីបោកប្រាស់ពួកគេទាំងពីររកកំណត់គ្នាបោកប្រាស់លោកម្ចាស់នោះគេយ៉ាងម៉េចទៅឯងប្រហែលណាហើយតែខ្លាំងក្នុងបែបនេះខ្ញុំលោកម្ចាស់សូមជួយជីវិតប៉ារបស់ខ្ញុំផងទៅហើយប៉ារបស់លោកគឺគ្មានជំរឿទេសូម្បីតែព្រះក៏មិនអាចសង្គ្រោះបានដែរវាមិនងាយសម្រាប់លោកមែនមកពីលោកគ្មានវិជ្ជាពេទ្យក្រៅពីការកុហកបោកប្រាស់ហើយខ្ញុំយល់ថាលោកគួរតែចូលគុកដោយខ្លួនឯងទៅទោះឲ្យខ្ញុំជួយព្យាបាលឆាប់យកទៅនេះគឺគ្រាប់គុជផ្កាយអាចជួយប៉ារបស់លោកបានឆ្នាំនេះអាចព្យាបាលជំងឺបានគេនិយាយតែប្រាក់កុំជឿគេអីរបស់នេះអាចព្យាបាលយ៉ាងម៉េចទៅកុំជឿគេអីខ្ញុំត្រូវការប្រាក់ទេបើសិនជាព្យាបាលគ្មានប្រសិទ្ធភាពតែខ្ញុំជឿលោកណែលោកប៉ាយ៉ាងម៉េចទៅហើយលោកប៉ាយ៉ាងម៉េចទៅហើយគាត់ប្រកាសឲ្យខ្ញុំប្រាប់ឲ្យថាកុំឲ្យជឿគេនេះមិនមែនជាថ្នាំគុជផ្កាយសម្រាប់ព្យាបាលជំងឺលោកទេខ្ញុំគិតថាជាថ្នាំសម្រាប់ជំងឺប្រែប្រលើទៅវិញទេនេះលោកតាលោកមិនខ្លាចស្លាប់ទេឬក៏យ៉ាងម៉េចពួកឯងឆាប់គេទាំងអស់គ្នាទៅទុកឲ្យគាត់នៅស្ងៀម5នាទីសិនទៅមិនចឹងទេគាត់នឹងស្លាប់ណាខ្ញុំលេងអីហើយលោកប៉ាមិនទេណែលោកសិងលោកហៅខ្ញុំមកទីនេះហើយនៅទៅលេឆាប់ឆាយសុខភាពរបស់ប៉ាខ្ញុំទៅឆាប់ឡើងបានមកខ្ញុំនឹងធ្វើតែជាមកលោកណាណែឆាប់យកទៅពិនិត្យលឿនទៅណាបាទគ្រូពេទ្យប៉ារបស់ខ្ញុំយ៉ាងម៉េចទៅហើយគឺខ្ញុំមានកម្លាំងវិញហើយពេលនេះខ្ញុំមានកម្លាំងជាងមុនពេលនេះពិតជាផ្សើណាស់ផ្សើខ្លាំងណាស់ណែជំងឺមហារីករបស់ប៉ាលោកគ្មានទៀតទេហើយនេះជាពុទ្ធហេតុហើយពិតជាល្អខ្លាំងណាស់មិនមានជំងឺមហារីកទៀតទេនេះពិតជាថ្នាំទឹកមែនហើយថាម៉េចគេពិតជាព្យាបាលជំងឺមហារីកបានហើយអាចទៅរួចហើយទេហ្នឹងបើគាត់ជាពុទ្ធហេតុទេនេះជាថ្នាំទឹកគ្មានអ្នកណារកបានទេការពិតទៅវាមិនអាចព្យាបាលទេបើពឹងទៅលើក្នុងប្រទេសចិនអ្នកណាដែលកើតជំងឺនេះគឺអាចមានកម្លាំងកាន់តែខ្សោយទៅទោះជាគ្រូពេទ្យគ្រប់ប្រទេសក៏មិនអាចព្យាបាលបានដែរសម្រាប់ហើយជួបខ្ញុំដោយផ្ទាល់បែបនេះណាហើយសម្រាប់ខ្ញុំជំងឺរបស់គាត់ជាជំងឺតូចតាចទេខ្ញុំអាចព្យាបាលបាននេះឯងខ្ញុំនិយាយទៅឯងថាគ្រូពេទ្យគ្មានជំនាញបិទមាត់នេះប៉ារបស់ខ្ញុំស្ទើរតែអស់ឈាមស្លាប់បាត់ទៅហើយនឹងដែរទេលោកហ៊ានប្រមាថគ្រូពេទ្យទេបណ្ដាយ៉ាងម៉េចហ្នឹងលោកគួរតែគោរពគាត់ទៅផ្សំមិនត្រូវហ៊ានប្រមាថបែបនេះណាបើចិនពិតជាល្អណាស់
គ្រូពេទ្យទេវតាទៅទុកខ្ញុំជាសិស្សផងទៅខ្ញុំមិនមែនគ្រូពេទ្យទេវតាទេគ្រូពេទ្យទេវតាមិនអាចនៅទីនេះបានទេឈប់សិនឬដែរទេគឺថាខ្ញុំឲ្យទៅរងានេះហេណែលោកប្រុសសិនសៅខ្ញុំមិនបានដឹងអីទេគេជាអ្នកបញ្ជាខ្ញុំអ្នកលោកប្រុសសិនសៅនេះជាការយល់ច្រឡំទេឆាប់ទៅប្រាប់តុលាការទៅឆាប់ចាប់គេដាក់ពន្ធនាគារចាប់អាម្នាក់នេះទៅជាមួយដែរទៅអត់ទេគុំអីប្រុសសិនសៅយើងជាសាច់ញាតិនឹងគ្នាសូមលើកលែងទៅខ្ញុំផងទៅអ្នកណាជាសាច់ញាតិនឹងឯងអាថោកទៀតនាំគេទៅរកកែប្រែទៅលើកលែងខ្ញុំផងទៅខ្ញុំអរគុណគ្រូពេទ្យហើយដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំហើយបានអីទេគ្រាន់តែផ្ដល់សង្គ្រោះខាងដល់ខ្ញុំមកបានហើយថ្លៃថ្នាំទឹកនេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុន្តែនៅមានរបស់តបស្នងទៀតហើយប៉ុណ្ណឹងគ្រប់គ្រាន់ហើយបើថ្ងៃក្រោយលោកគ្រូពេទ្យត្រូវការអីមករកខ្ញុំចុះគ្រូសាជារបស់ខ្ញុំពិតគង់នៅលោកជាមិនខានចែកពួកគេខ្លះទៅតែខ្ញុំខ្លាមក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 ប្រពន្ធសម្លាញ់មកយកប្រាក់មកហើយកុហកអ្នកណាឲ្យប្រាក់លោកដល់ច្រើនម្លឹងលីតែនលោកទៅផ្លាន់ធនាគារមែនទេចាប់ប្រកាន់បងអីបងរកលុយនេះក៏ដោយសារវិជារបស់បងរកលុយដោយសុចរិតណាអូនចាំទេខ្ញុំបានសន្យាអ្វីអូនបានសន្យាជាមួយបងនឹងលក្ខខណ្ឌមួយនោះអីបងចង់បានអ្វីយើងនឹងចាប់ប្រាំពីថ្ងៃនេះទៅបងគេលើក្រេជាមួយបងតែកុំធ្វើក្របាពេកណាបានចឹងអូនអាចគេលើក្រេបានប៉ិតមែនទេប៉ុន្តែអូនត្រូវគេជាមួយបងអត់ទេអូនចង់គេលើក្រេជាមួយបងទេអ្នកណាចង់គេជាមួយបងតែបើខកត្រង់ណាទៅគ្រាន់តែអូនគេជាមួយនឹងបងដែលប្រពន្ធគេជាមួយគ្នាគឺច្បាប់ធម្មជាតិណាបើអូនគេជាមួយបង3បន្ទប់អូននឹងត្រឡប់ហើយកុំអាក់ល្អឲ្យសោះបានចឹងអូនគេនៅលើកម្រាលទៅគេម្នាក់ឯងទៅអូនទៅគេនៅខាងក្រៅស្មានតែគេចង់គេជាមួយណាពិតជាផ្ដេសផ្ដាស់មែនសន្យាមិនបានទេខ្ញុំឈ្មោះលីនតែនជាគូនឹងអ្នកនាងគឺជាមនុស្សស្រីរបស់ខ្ញុំមិនអាចកែប្រែបានឡើយអូនគឺជាប្រពន្ធរបស់បងគួរតែអរគុណនិយាយអរគុណលើកលែងទៅឲ្យគេទៅសុសិវ័នក្រែងឯងមិនចង់ទៅគេជាមួយគេឯងចង់ទៅគេក្នុងបន្ទប់ទទួលភ្ញៀវត្រូវទេគេកំពុងតែហាត់អ្វីគ្រប់យ៉ាងដែលគេនិយាយគឺជាការពិតបើគេជាមួយគេបងកំពុងតែធ្វើអីមិញនេះបងមិនបានធ្វើអីទេអញ្ចឹងកដាស់ប៉ាងពេញនឹងមិញតែបងកំពុងធ្វើអ្វីបងកំពុងតែហាត់វិទ្យាសាស្ត្រហើយបងមនុស្សធម្មតាយ៉ាងម៉េចទៅបងកំពុងតែអានសៀវភៅគឺជាសៀវភៅសិលវិទ្យាសំណងបងធ្វើអីបងមិនស្រាវជ្រាវរៀនវិទ្យាពេលដែលបានល្អទេប្រកាសចំណាយធ្វើដំណើរជំរុញពិភពលោកទេជប់កុហកអូនទៅបងអត់កុហកអូនទេអូនត្រូវតែរៀនបងបង្រៀនអូនមិនចង់រៀនវិទ្យាសាស្ត្រនេះទេបានចឹងអូនចង់រៀនអីចង់រៀនមេរៀននេះមែនទេអូនទៅតែចុះសាលាមកតែមែនទេដើម្បីសម្រាប់វិបោហើយលីនតែនធ្វើខ្ញុំរឹងអស់ហើយលីនតែនគេធ្វើស្អីឯងប៉ុន្តែមើលរឿងកាយឯងទៅយ៉ាប់មើលហើយឃើញទេលោកតាយល់ហើយលីនតែនឯងត្រូវតែខំបន្តិចទៅព្យាយាមបង្កើតយ៉ាងឆាប់ៗនេះណាកុំបារម្ភឯលោកតាខ្ញុំនឹងខំប្រឹងប្រែងត្រូវដែរទេអូនសម្លាញ់តោះឆាប់ជួបបន្ទប់ទៅ